រពេលកូនអ្នកមានពេញចិត្តស្រីណាម្នាក់គេតែងបោះលុយ1លានឲ្យសង្សារនាងរួចក៏លីនាងចូលទៅក្នុងបន្ទប់ងឹតមួយតែថ្ងៃនេះគេបែរជាទៅប៉ះពាល់ស្រីម្នាក់ដែលគ្មាននរណាហ៊ានប៉ះគ្រាន់តែដោយសារតែម្ដាយរបស់នាងជាផ្កាកុលាបដែកដែលពួកអាក្រក់ញើតជាមេធាវីឆ្នាំមិនដែលចាញ់ក្តីក្នុង20ឆ្នាំតែថ្ងៃនេះគាត់បានទទួលភ្ញៀវពិសេសម្នាក់នោះគឺជាមហាសេដ្ឋីលំដាប់ប្រទេសកូនប្រុសគាត់ទើបធ្វើបាបក្មេងស្រីម្នាក់ហើយម្ដាយក្មេងស្រីនោះខឹងយ៉ាងខ្លាំងក៏បានប្តឹងកូនប្រុសគាត់ទៅតុលាការមហាសេដ្ឋីក៏ហៅថាកូនគាត់រងភាពអយុត្តិធម៌សង្ឃឹមថាគាត់អាចជួយឲ្យកូនឈ្នះក្តីស្ត្រីម្នាក់នោះបានបដិសេធនាងមិនចង់តាក់ទងជាមួយមនុស្សតែប្រើគ្រប់ល្បិចដើម្បីសម្រេចហើយមហាសេដ្ឋីក៏បានត្រៀមខ្លួនជាមុនដែរគាត់ដឹងថាស្ត្រីម្នាក់នេះមានកូនស្រីមានជំងឺធ្ងន់ធ្ងរមានគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេលទើបគាត់មិនស្ដាយនឹងចំណាយប្រាក់យ៉ាងច្រើនជួលគេឲ្យស្រាវជ្រាវផលិតថ្នាំហឺបពិសេសវាពិតជាមានប្រសិទ្ធភាពចំពោះជំងឺកូនស្រីលោកឲ្យតែលោកព្រមទទួលយកក្តីមួយនេះខ្ញុំសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីកូនស្រីគាត់ក៏យកព្រមទទួលក្តីតែក្នុងលក្ខខណ្ឌថាកូនប្រុសគាត់ពិតជាគ្មានទោសបើមិនដូច្នោះទេគាត់នៅតែបញ្ជូនគេចូលគុកដដែលមហាសេដ្ឋីសប្បាយចិត្តជាខ្លាំងព្រោះគាត់បានកំទេចភស្តុតាងទាំងអស់រួចរាល់ពេលកូនអ្នកមានដឹងថាផ្កាកុលាបមកជួយការពារក្តីឲ្យខ្លួនប្រញាប់មកហាងសាច់អាំងអបអរយ៉ាងសប្បាយអ្វីដែលជារឿងចៃដន្យរបស់មុខដៃក្រោមឥទ្ធិពលថ្នាំពិសេសអាការៈបានធូរស្រាលកំពុងញ៉ាំសាច់អាំងជាមួយសង្សារនៅទីនោះចំណែកឯសម្រស់ដ៏បរិសុទ្ធរបស់អ្នកមានចាប់ចិត្តភ្លាមគិតថាខ្លួនមានក្នុងបង្អែកគឺកុលាបដែកក៏រកល្បិចបង្ករឿងដើម្បីចូលចិត្តនាងមិត្តប្រុសនាងបំរុងនឹងតបវិញស្រាប់តែត្រូវកូនអ្នកមានទាត់មួយជើងឲ្យងើបមិនរួចថែមទាំងចាប់សង្កត់នាងទៅលើតុរួចនិយាយមើលងាយថាពេលលើខ្ញុំថាអញមើលទៅគ្រាន់បើជាងស្រីក្នុងទូរស័ព្ទប្រហែលជាមានតម្លៃណាស់មិត្តប្រុសនាងក៏ឆ្លៀតឱកាសដកទូរស័ព្ទទៅរកម្ដាយរបស់នាងថ្ងៃនេះជាថ្ងៃដែលកូនអ្នកមាននោះត្រូវឡើងតុលាការខណៈដែលនាងកំពុងរៀបចំឯកសារកាត់ក្តីក៏ទទួលបានទូរស័ព្ទពីក្មេងប្រុសនោះមានរឿងធំហើយនាងមិនទាន់បានសួរនាំអ្វីផងខាងនោះក៏បិទទូរស័ព្ទបាត់ទៅចំណែកពេលនេះមិនដល់2ម៉ោងទៀតទេដល់ម៉ោងឡើងតុលាការប៉ុន្តែដោយសារបារម្ភពីកូនស្រីគាត់សម្រេចចិត្តទៅហាងសាច់អាំងសិនមុនចេញទៅគាត់ផ្ដាំជំនួយការឲ្យរៀបចំឯកសារល្អពីព្រោះចង់ពឹងមហាសេដ្ឋីដើម្បីព្យាបាលជំងឺកូនស្រីគ្រប់ចំណុចលម្អិតមិនត្រូវរំលងឡើយអញនៅសំងំសិនចំណែកឯសង្សារនាងវិញក៏តាំងដល់ស្លាប់ជាលទ្ធផលកូនអ្នកមាននោះបានយកដប់ស្រាស្រួចចាក់ទម្លុះចូលទៅក្នុងពេលនេះគ្រប់គ្នាទ្រាំមើលលេងបានក៏នាំគ្នាស្ដីបន្ទោសកូនអ្នកមានថាគ្មានច្បាប់ទម្លាប់អញប្រាប់ពួកអញទៅចុះអញគឺជាមហាសេដ្ឋីលីនដឺរ៉ុងនៅហៃឆាវអញគ្រាន់តែកម្រើកកម្រាមដៃបន្តិចក៏អាចឲ្យពួកអាសម្រាមដូចពួកអញស្លាប់បានដែរពេលនេះពួកគេគ្រប់គ្នាមានការសេដ្ឋីគឺជាស្ដេចត្រាញ់នៅហៃឆឹងពួកគេមិនហ៊ានប៉ះពាល់តតែសោះនិយាយរួចគេក៏ទេកំភ្លៀងក្មេងស្រីនោះមួយទំហឹងភ្លាមនោះថ្នាំពិសេសនោះត្រូវបានកូនអ្នកមានម្នាក់ឃើញនេះជាថ្នាំដែលពួកខ្ញុំសូមឲ្យគ្រួសារគេផលិតជាពិសេសថាទុកសម្រាប់ឲ្យធានមានដើម្បីឲ្យគេជួយប្តឹងផ្ដោតបានជាវីរ៉ូបានពិបាកម្លេះក្នុងលោកនេះតែពេលគិតម្ដងមនុស្សក្រីក្រពីរអ្នកនេះធ្វើមិនមានលុយទិញទៅថ្នាំពិសេសដែលមានតម្លៃដល់ទៅ3លានក៏សន្មតថាវាច្បាស់ជាថ្នាំខ្លាំងខ្លាយជំងឺហឺតរបស់ក្មេងស្រីក៏ចាប់ផ្ដើមរើឡើងមិត្តប្រុសនាងក៏សូមឲ្យកូនអ្នកមាននោះប្រគល់ថ្នាំឲ្យវិញកូនអ្នកមាននោះក៏យកព្រមតែមានលក្ខខណ្ឌគឺឲ្យគេច្រៀងបទខំដើម្បីឲ្យគេសប្បាយចិត្តដើម្បីទទួលបានថ្នាំពិសេសម្នាក់នោះវិញជំរឿក៏ឡើងឈរលើកៅអីស្រាដាក់លើក្បាលរួចចាប់ផ្ដើមច្រៀងធ្វើបែបហ្នឹងរហូតចប់សំណាងល្អកូនអ្នកមាននោះរក្សាសញ្ញាក៏បានយកថ្នាំពិសេសនោះឲ្យក្មេងស្រីលេងស្មានថាកូនអ្នកមាននឹងព្រមលេងពួកគេទៅស្មានមីនីទីក៏លើក្មេងស្រីនោះចូលទៅក្នុងបន្ទប់ងឹតមួយបាត់ក្មេងប្រុសបំរុងនឹងតើត្រូវគេយកកៅអីសំពងឲ្យសន្លប់បាត់10នាទីក្រោយមកកូនអ្នកមានរូបនោះពេញដោយភាពស្រស់ស្រាយដាក់ចេញពីបន្ទប់មកចំណែកក្មេងស្រីវិញត្រូវគេធ្វើបាបឡើងទ្រង់ខ្លួនកូនអ្នកមាននោះធ្វើដូចគ្មានរឿងអ្វីកើតឡើងអង្គុយញ៉ាំស៊ុបយ៉ាងរំភើយពេលនោះស្ត្រីជាម្ដាយក៏មកដល់ហាងដែរឃើញកូនស្រីស្ថិតក្នុងសភាពបែបនេះគាត់ក៏ដឹងភ្លាមថាមានរឿងអ្វីកើតឡើងក៏សួរទាំងកំហឹងថានរណាជាអ្នកធ្វើបាបកូនស្រីគាត់ពេលនោះដែរក្មេងប្រុសដែលដឹងខ្លួនវិញក៏បានរៀបរាប់រឿងគ្រប់យ៉ាងប៉ុន្តែកូនអ្នកមានដែលចង់ងាប់នោះមិនត្រឹមតែមិនដឹងថែមទាំងនិយាយយ៉ាងក្រអឺតែធ្វើឲ្យកូនស្រីរបស់គាត់ពេញលក្ខណៈម្នាក់គួរតែអរគុណខ្លួនឯងវិញទៅត្រូវរីនោះខឹងខ្លាំងក៏ស្ទុះទៅផ្ទះមួយកំភ្លាមថែមទាំងស្បត់ថានឹងបញ្ជូនគេទៅដេកគុកអស់មួយជីវិតក្នុងរយៈពេល3ម៉ោងខ្ញុំនឹងធ្វើឲ្យអញដេកគុកឲ្យបានស្រាប់តែអ្នកមានចំនួនទី2ស្ទុះទៅផ្ទះមួយកំភ្លាមថែមទាំងនិយាយយ៉ាងប្រហែលថាកុំឲ្យមុខមិនយកឲ្យសោះឪពុកខ្ញុំគឺជាមហាសេដ្ឋីនៅហៃឆឹងលីនតារ៉ូគ្រួសារខ្ញុំមានមេធាវីមុខដែកស៊ូយៀនឈីវមានគាត់នៅធានាថានឹងមិនអីទេមែនទេចុះបើខ្ញុំនិយាយថាខ្ញុំគឺជាស៊ូយ៉ានឆាវនោះអញគឺជាស៊ូយ៉ានឆាវមីងយូខ្ញុំមើលព័ត៌មានអញរាប់ពាន់ដងហើយតែបែរជាមើលរំលងរូបថតរបស់ឯងខ្ញុំពិតជាស្ដាយក្រោយណាស់តែទម្រាំស្គាល់មុខសត្វត្រឆាន់ដូចជាឯងលើកនេះអ្នកមានចំនួនទី2ភ័យខ្លាចខ្លាំងហើយគាត់ពិតជាផ្កាកុលាបមុខដែកមែនអញ្ចឹងក្មេងស្រីម្នាក់នេះមិនមែនជាកូនស្រីគាត់ទេពេលនោះអ្នកមានចំនួនក្រោយក៏ទទួលបានទូរស័ព្ទពីឪពុកប្រាប់ឲ្យគាត់ប្រញាប់មកវិញនេះការចិត្តចាប់ផ្ដើមខាងអ្នកស្រីលីវបានត្រួតពិនិត្យត្រឹមត្រូវអស់ហើយជំនួយការលីវប្រញាប់ខ្លាំងណាស់ប្រញាប់ត្រឡប់មកវិញភ្លាមលីថាផ្កាកុលាបមុខដែកកំពុងត្រួតពិនិត្យភស្តុតាងមានន័យថាផ្កាកុលាបមុខដែកច្បាស់ជាកំពុងនៅជាមួយឪពុកអីចឹងផ្កាកុលាបមុខដែកនៅចំពោះមុខនេះច្បាស់ជាខ្លាំងខ្លាយបន្ទាប់មកអ្នកមានចំនួនក្រោយក៏ទាត់មួយជើងភ្លាមព្រមទាំងហែកបានមេធាវីរបស់គេខ្ទេចខ្ទីខ្ញុំមិនលើកលែងឲ្យអញទេថាតើនរណាលើកលែងឲ្យនរណាគឺមិនទាន់ដឹងទេនិយាយចប់ក៏លើកថាអាំងសាច់ឡើងពីក្បាលស្ត្រីម្នាក់នោះរហូតដល់បែកឈាមនៅហ៊ានមកឌឺដងដាក់ខ្ញុំម្ដងហើយម្ដងទៀតថ្ងៃនេះទោះបីជាត្រូវសម្លាប់ពួកឯងទាំងអស់ក៏ដោយប៉ាខ្ញុំនិងមេធាវីស៊ូនៅតែការពារគេទៀតគុំនិយាយដល់ថ្នាក់ដឹកនាំអីខ្ញុំទើបខុសសួរថាទីនេះនៅមានសម្លេងអត់ពួកយើងមិនទាន់ពេលទេលើកនេះអញចប់ហើយលើកក្រោយអញនឹងធ្វើឲ្យហែងចង់ស្លាប់ក៏មិនបានបន្តទៀតទៅក្រោយពេលពួកកូនអ្នកមានចេញទៅស្ត្រីនោះក៏ប្រញាប់បញ្ជូនកូនស្រីទៅមន្ទីរពេទ្យតែក្រោយការពិនិត្យឃើញថាជំងឺឬកូនស្រីនាងក្រោយរងទារុណកម្មមិញនេះបានคล้ายជាធ្ងន់ធ្ងរជាងមុនចំណែកមិត្តប្រុសនាងរឹតតែធ្ងន់ធ្ងរជាងនេះដោយសារការហូរឈាមក្នុងពោះឲ្យកម្រិតអេម៉ូក្លូប៊ីនធ្លាក់ចុះជាបន្តត្រូវតែវះកាត់បញ្ឈប់ឈាមភ្លាមដូច្នេះអ្នកទាំងពីរត្រូវតែវះកាត់ជាបន្ទាន់បើមិនដូច្នោះទេនឹងមានគ្រោះថ្នាក់ដល់ជីវិតចំណែកនាងបានអង្គុយគិតយ៉ាងយូរនៅមុខបន្ទប់វះកាត់ដើម្បីសងសឹកខ្ញុំនឹងទៅតុលាការបញ្ជូនអត្រាឆាននោះទៅរកដោយដៃផ្ទាល់ក្នុងពេលជាមួយគ្នានោះដែរសំណុំរឿងកូនអ្នកមានបានបើកសញ្ញាកូនអ្នកមានម្ដាយរបស់ក្មេងស្រីដែលរងគ្រោះក៏បានស្បត់ថាត្រូវលក់ទ្រព្យសម្បត្តិអស់ពីខ្លួនត្រូវតែរកយុត្តិធម៌ឲ្យកូនស្រីឲ្យបានដែរមិនយូរប៉ុន្មានកូនអ្នកមាននោះក៏មកដល់តុលាការដោយរីករាយព្រោះយ៉ាងណាមិញក្នុងរឿងក្តីនេះកុលាបមុខដែកជួយការពារដូច្នេះថ្ងៃនេះច្បាស់ជាឈ្នះមិនក្រោយពេលអញបំពន់រួចគឺពិតជាខុសប្លែកមែនមើលទៅស្រស់ថ្លាជាងមុនតាអត្រាឆានទោះបីជាខ្ញុំត្រូវលះបង់គ្រប់យ៉ាងក៏ដោយឲ្យតែបានសងសឹកឯងអាថោកទាបហ៊ានជារែងផងហើយប្រាប់ឯងឲ្យដឹងទៅចុះតែមានមេធាវីសិននៅទីនេះប្រយ័ត្នជីវិតឲ្យមែនទេរបស់យាយឯងនឹងត្រូវដេកក្នុងគុកគ្រប់គ្នាថាអ្នកមានហៅឆាងវាយមកធ្វើសាក់សីគ្រប់គ្នាគិតថាលើកនេះនាងច្បាស់ជាចាញ់ហើយក្មេងស្រីនេះចប់ហើយពុកចុះមេធាវីស៊ូពេលណាទៅមកគាត់គឺជាអ្នកជួយជីវិតយើងណា
ខ្ញុំត្រូវតែធ្វើវាឲ្យបានរហូតដល់កុំបារម្ភអ្នកដឹងស្រាប់ហើយថាខ្ញុំចាប់ដើមក្រុមហ៊ុនរបស់អ្នកនឹងត្រូវចប់ខ្ញុំមិនសមនឹងទទួលបានស្នេហាទេតែគេមិនដឹងថាអ្វីដែលគេមានតែទ្វារដ៏ត្រជាក់ស្រឹបនោះទេពីដំបូងមានវត្តមានយ៉ាងខ្ពង់ខ្ពស់នៅពេលដែលទ្វាររបស់យឺតការរាប់ថយក្រោយនៃថ្ងៃស្លាប់របស់អ្នកមានក៏បានចាប់ផ្ដើមជាផ្លូវការប្រាប់ពួកគេទាំងអស់គ្នាទៅខ្ញុំស៊ូយីឈៀវថ្ងៃនេះខ្ញុំការពីក្តីឲ្យតែដាំចោតប៉ុណ្ណោះលោកពិតជាមេធាវីស៊ូមែនមេធាវីសូតាអ្នកឈរខុសកន្លែងមែនទេថ្ងៃនេះអ្នកជាមេធាវីជន់ជាប់ចោតគឺនៅខាងនេះតារបួសនៅលើក្បាលរបស់អ្នកមានរឿងអីធ្វើឲ្យខ្ញុំភ័យអស់ហើយស្មានតែកុលាបដែកការពីឲ្យដាំចោតតើតែគិតទៅវាក៏សំហេតុផលដែរត្រឹមជាដាំចោតតើមានលទ្ធភាពជួលកុលាបដែកបានយ៉ាងម៉េចច្បាស់ជាមេធាវីសូដាច្រឡំហើយគឺនៅទីក្រុងហេឆឹងអ្នកណាមិនដឹងថាមេធាវីស៊ឺទទួលក្តីឲ្យគ្រូសាលិនអ្នកណាមិនឲ្យតម្លៃគ្រូសាមហាសេដ្ឋីនោះមេធាវីស៊ឺច្បាស់ជាការពីក្តីឲ្យគ្រូសាលិនហើយពេលមេធាវីស៊ឺមកដល់ចុងចោតនឹងរួចខ្លួនពីបទចោតក្នុងពេលឆាប់ពិតមែនហើយខ្ញុំគ្រាន់តែចេតនាធ្វើឲ្យគាត់នឹងកូនស្រីរងរបួសប៉ុណ្ណោះគាត់យកលុយថ្លៃមេធាវីពីប៉ាខ្ញុំហើយដូច្នេះត្រូវតែការពីក្តីឲ្យយើងមេធាវីសូតាអ្នកពិតជាចង់មានបញ្ហាជាមួយលុយមែនទេឪពុកខ្ញុំគឺជាអ្នកមានបំផុតនៅក្រុងហៃឆឹងចំណាយលុយមិនតិចទេដើម្បីជួលអ្នកមកសូម្បីតែកន្លែងអង្គុយក៏អ្នកច្រឡំដែរប្រញាប់មកទីនេះមកកុំឲ្យចែកក្រុមរងចាំយូរពេកមែនហើយមេធាវីស៊ូអ្នកសន្យាថានឹងផ្ដល់ភាពស្អាតស្អំឲ្យកូនប្រុសខ្ញុំត្រូវឲ្យម្ដាយកូនដែលចោទប្រកាន់ទាំងនេះទទួលទោសអ្នកគឺជាមេធាវីរបស់ពួកគេអ្នកចង់ជួយបិទបាំងកំហុសឲ្យពួកគេបើអញ្ចឹងប្រញាប់ទៅទីនោះទៅអ្នកចង់រួមដៃជាមួយពួកគេមកគំរាមពួកយើងខ្ញុំប្រាប់អ្នកឲ្យដឹងខ្ញុំមិនខ្លាចអ្នកពួកមនុស្សថោកទាបទាំងនេះខ្ញុំមិនខ្លាចទេពួកឯងចិត្តដល់ថ្ងៃងាប់ហើយមេធាវីជូប្រញាប់មកទីនេះមកសវនីការចិត្តចាប់ផ្ដើមហើយរងចាំតតែចប់សវនីការខ្ញុំអាចថែមថ្លៃមេធាវីឲ្យអ្នកទៀតសូមមេធាវីរឹងមាំកាន់ចំហឲ្យត្រឡប់ទៅបំពេញភារកិច្ចវិញជំរាបសួរលោកចៃក្រមនេះជាកន្លែងដែលខ្ញុំគួរតែឈរខ្ញុំបញ្ជាក់ថាចូលខ្លួនជាមេធាវីការពារដើមមិនដឹងការពារក្តីឲ្យជនរងគ្រោះយ៉ាវឆេវសេឲ្យជនល្មើសទទួលទោសឲ្យសមនឹងទង្វើស្អីគេមេធាវីសិអ្នកពិតជាចង់ការពារដើមមិនដឹងមែនហើយវាមិនអាចទៅរួចទេតើខ្ញុំស្ដាប់ច្រឡំមែនទេអ្នកស្ដាប់មិនច្រឡំទេខ្ញុំថានឹងតំណាងឲ្យដើមមិនដឹងយ៉ាវឆេវសេដើម្បីប្តឹងចង់ចោតលេខព្រះអើយមេធាវីសុពិតជាការពារដើមមិនដឹងមែនពួកយើងមើលមិនច្រឡំទេបើមេធាវីស៊ូមិនការពារក្តីឲ្យលេងយោតើបទល្មើសរបស់លោកប្រុសលេងមិនត្រូវលាតត្រដាងអស់ទេអីអ្នកម្ដាយដើមមិនដឹងអ្នកពិតជាគួរឲ្យអាណិតណាស់ទីបំផុតនឹងត្រូវបានសង្គ្រោះហើយលីនសាវនឹងត្រូវជាប់គុកហើយតើអ្នកទាំងអស់គ្នាបានឃើញទេលីនសាវមុខស្លេកអស់ហើយគាត់ទើបតែនិយាយថាមេធាវីស៊ូជាអ្នកសង្គ្រោះជីវិតគាត់មេធាវីស៊ូអ្នកពិតជាមកជួយកូនស្រីខ្ញុំមែនមេធាវីស៊ូបើអ្នកពិតជាអាចជួយកូនស្រីខ្ញុំបានទោះបីជាត្រូវលក់ទ្រព្យសម្បត្តិទាំងអស់ក៏ដោយខ្ញុំនឹងប្រមូលប្រាក់ថ្លៃមេធាវីឲ្យគ្រប់ជូនអ្នកល្អហើយឆាប់ងើបឡើងលើកនេះខ្ញុំធ្វើដើម្បីយុត្តិធម៌តែប៉ុណ្ណោះសូមរក្សាភាពស្ងៀមស្ងាត់តុលាការជាកន្លែងដ៏ថ្លៃថ្នូរហាមបង្កសំឡេងរំខានជូយ៉ានចៅក្នុងនាមអ្នកជាមេធាវីល្បីឈ្មោះលីនចិនតុងអ្នកពិតជាគួរឲ្យខ្មាស់យីណាស់ខ្ញុំយល់ហើយតើមិនមែនដោយសារតែលុយមិនគ្រប់ទេចាំដល់សវនីការចប់សិនថ្លៃមេធាវីនេះខ្ញុំនៅតែអាចបង់ឲ្យអ្នកបានស្រីស្រែបិទមាត់ទៅវាខ្ញុំធ្វើអីតើឯងមិនគួរវាទេអីឯងធ្វើឲ្យគាត់ខឹងហើយគ្មានឱកាសស្រោចស្រង់ទៀតទេនៅមិនទាន់គិតរកវិធីដោះស្រាយទៀតស៊ូលីសារឿងក្តីថ្ងៃនេះពួកយើងខ្វះអ្នកមិនបានទេតើអាល្អិតនេះធ្វើឲ្យលោកខឹងមែនទេលោកកុំបារម្ភអីត្រឡប់ទៅវិញខ្ញុំនឹងប្រដៅវាឲ្យច្បាស់បើការប្រដៅមានប្រសិទ្ធភាពចាំបាច់មានការពិន័យធ្វើអីការដែលខ្ញុំទទួលរឿងក្តីនេះគឺគ្រាន់តែយកមកកូនស្រីខ្ញុំប៉ុណ្ណោះចុះកូនប្រុសអ្នកធ្វើអ្វីខ្លះដាក់កូនស្រីខ្ញុំខ្លួនវាដឹងច្បាស់បំផុតហើយឯងនិយាយឈួតគឺមកពីខ្ញុំមិនដឹងពីឋានៈគេឋានៈអ្វីក៏មិនមែនជាលេសដើម្បីធ្វើបាបគេដែរនិយាយមកតើឯងបានធ្វើអ្វីខ្លះចំពោះរឿងទាំងអស់នេះកូនស្រីថាឲ្យឆាប់និយាយមកខ្ញុំមិនបានធ្វើអ្វីតតែសោះមិញនេះគ្រាន់តែជាការលេងសើចទេឯងក៏មិនគួរលេងសើចបែបនេះដែរស៊ូលីស៊ឺតែងតែរក្សាសម្ដីជានិច្ចគាត់បានសន្យានៅចំពោះមុខខ្ញុំថានឹងបង្ហាញភាពស្អាតស្អំឲ្យអ្នកតែឥឡូវបែរជាប្រែក្រឡាស់ទៅវិញតើឯងបានបង្កបញ្ហាអីទៀតហើយមែនទេខ្ញុំអត់បានធ្វើទេខ្ញុំពិតជាអត់មានមែនស៊ូលីស៊ឺតែងតែធ្វើការមិនស្អាតស្អំបើឯងនៅតែមិនយល់ការតើខ្ញុំនឹងឲ្យឯងចាប់បានមែនទេ
លោកស្រីជួខ្ញុំខុសហើយមិញនេះគឺជាការយល់ច្រឡំទេខ្ញុំពិតជាមិនដឹងថាលោកស្រីជាមនុស្សមើងម៉ាត់បែបនេះទេខ្ញុំក៏មិនដឹងថានោះជាកូនស្រីលោកស្រីដែរបើខ្ញុំដឹងខ្ញុំប្រកាសជាទទួលស្វាគមន៍អ្នកឲ្យបានល្អខ្ញុំនឹងបម្រើអ្នកដូចជាព្រះអញ្ចឹងខ្ញុំខុសហើយសូមលោកលើកលែងឲ្យខ្ញុំផងចាត់ទុកខ្ញុំដូចជាសាច់ឆ្កែចុះលោកលើកលែងឲ្យខ្ញុំទៅនេះជាការយល់ច្រឡំលោកមេធាវីវាគ្រាន់តែជាការយល់ច្រឡំការអូសគេចូលបន្ទប់ជាការយល់ច្រឡំនៅពេលដែលគេកំពុងហត់ខ្លាំងអ្នកខាត់មិនឲ្យគេប្រើថ្នាំក៏ជាការយល់ច្រឡំចុះស្នាមរបួសលើថ្ងាសក៏ជាការយល់ច្រឡំដែររាល់ការធ្វើបាបទាំងឡាយគ្រាន់តែជាកំហុសមួយពេលរបស់អ្នកមែនទេតើអ្នកធ្លាប់គិតទេថាអ្នកម្ខាងទៀតត្រូវជួបអ្វីខ្លះថាវាបង្កការឈឺចាប់ខ្លាំងប៉ុណ្ណាបើសិនជាការសុំទោសអាចជួយកូនស្រីខ្ញុំចេញពីឯកបានម្លេះគ្រប់គ្នាប្រកាសជាសុំទោសដើម្បីដោះសារហើយស៊ូភីងខ្ញុំខុសហើយជួយខ្ញុំផងខ្ញុំមិនចង់ជាប់គុកទេការដោះសាររបស់អ្នកគ្មានន័យទេសម្រាប់ខ្ញុំបើអ្នកចង់សារភាពកំហុសមែនចូលទៅសោកស្ដាយចំពោះសារក្រុមចុងក្រោយទៅភាគីទាំងពីរត្រឡប់ទៅកន្លែងអង្គុយវិញការជំនុំជម្រះចាប់ផ្ដើមឥឡូវនេះតុលាការប្រកាសថាការជំនុំជម្រះហៀបនឹងចាប់ផ្ដើមទៅមេធាវីជនជាប់ចោតមិនទាន់មកដល់ទេសូមផ្ដល់ពេល5នាទីទៀតសូម5នាទីទៀតលេនជាសំបីមេធាវីក៏គ្មានដែរចប់ហើយលើកនេះមេធាវីសើការពីក្តីឲ្យដាំបណ្ដឹងលេនជាច្បាស់ជាចាញ់ហើយល្អណាស់ភាពកោងកាច់របស់គេដល់ពេលត្រូវសឹងវិញហើយសមុខហើយមានអ្នកមកបង្ក្រាបគេហើយពុកជួយកូនផងបើកូនត្រូវជាប់គុកក្រុមលេនរបស់ពួកយើងនឹងរលីមិនខានច្បាស់ជាត្រូវជាប់ពាក់ព័ន្ធដែរហើយអាភ្លើនេះជាលើកចុងក្រោយដែលខ្ញុំជួយឯងបើឯងបង្កបញ្ហាទៀតខ្ញុំលែងរវល់ជាមួយឯងហើយជួយខ្ញុំផងលើកនេះពិតជាលើកចុងក្រោយមែនលើកចុងក្រោយខ្ញុំត្រូវរៀបចំសម្ភារៈឲ្យរួចរាល់នឹងមិនធ្វើអ្វីផ្ដេសផ្ដាស់ឡើយរ៉ាវយ៉ាឈួនតើជាមេធាវីដែលរៀនជាមួយស៊ូលេសេមែនទេមែនហើយជាអ្នកថ្មីដ៏លេចធ្លោគាត់ជាមិត្តរួមចំនួនរបស់ស៊ូលេសេការខ្លាចជាមេធាវីក៏ដោយសារមេធាវីសិជួយដែរតើគាត់ពិតជាហ៊ានមកតាំងជាមួយមេធាវីស៊ូមែនទេខ្ញុំតែងតែថាមេធាវីយ៉ាវនិងមេធាវីស៊ូការនៅរៀនចិត្តដិតនឹងគ្នាខ្លាំងណាស់មេធាវីយ៉ាវប្រហែលជាមិនឡើងតុលាការដើម្បីប្រកួតជាមួយមេធាវីស៊ូយ៉ាងម៉េចខ្ញុំនៅតែមិនជឿការិយាល័យច្បាប់យូស៊ួងកំពុងរីកចម្រើនទទួលរឿងក្តីបែបនេះមានតែនាំទុកដាក់ខ្លួនគេមិនអាចមកទេសុំទោសលោកប្រធានលីខ្ញុំមកយឺតបងស្រីមិនបានជួបគ្នាយូរហើយឡៃឈឿងតើឯងដឹងខ្លួនកំពុងធ្វើអ្វីទេឯងមិនមែនមិនដឹងពីលក្ខណៈរឿងក្តីនេះទេហេតុអ្វីរឿងក្តីបែបនេះក៏ឯងទទួលដែរធ្វើបែបនេះមានតែធ្វើឲ្យឯងខូចឈ្មោះទេបើខ្ញុំទទួលហើយតើវាថាយ៉ាងម៉េចថ្លៃមេធាវី100លានមិនឲ្យខ្ញុំយកមែនទេមិនចំណេញដល់អ្នកដទៃអស់ហើយចុះចំណែកឯងវិញរឿងក្តីនេះមិនមែនឯងទទួលមុនទេអីខ្ញុំធ្វើដើម្បីមិនថាដើម្បីអ្វីក៏ដោយលេនយ៉ាងក្នុងនាមជាមេធាវីតើសិលធម៌វិជ្ជាជីវៈឯងមិនខ្លាចគេថ្កោលទោសទេមេធាវីយ៉ាវមកដល់ក៏ល្អហើយឆាប់ជួយបញ្ជូនអាម្នាក់នេះចូលគុកទៅនៅតែត្រូវជួទៀតខ្ញុំនឹងធ្វើឲ្យគេចាញ់រហូតយំសោកយ៉ាងខ្លាំងមួយជីវិតនេះកុំសង្ឃឹមថាងើបរួចឲ្យសោះយូស៊ូងតើបងពិតជាចង់ប្រឈមមុខដាក់គ្នាជាមួយខ្ញុំមែនទេបងស្រីក្នុងនាមជាប្អូនស្រីខ្ញុំមកដោះស្រាយរឿងរញ៉េញ៉ៃជំនួសបងគួរតែសប្បាយចិត្តទើបត្រូវហើយខ្ញុំចង់បង្ហាញនៅក្នុងសនីការនេះដើម្បីប្រកួតឈ្នះចាញ់ជាមួយបងហេតុអ្វីបានជាតាំងពីដើមមកបងតែងតែចង់នៅពីលើខ្ញុំគ្រប់រឿងការពីក្តីរបស់យិនឈីវពិតជាល្អឥតខ្ចោះណាស់ផ្ទុយទៅវិញចៅយូស៊ូងគឺមានចិត្តចង់បានផលប្រយោជន៍ជ្រុលពេកលោកគ្រូយូស៊ូងគ្រាន់តែធ្វើការប្រញាប់បន្តិចប៉ុណ្ណោះគាត់ក៏ជាអ្នកជំនាញច្បាប់ដូចខ្ញុំដែរគ្មានអ្វីខុសគ្នាទេហេតុអ្វីបានជាបងតែងតែជាកុលាបដែករហូតអញ្ចឹងថ្ងៃនេះខ្ញុំនឹងឲ្យគ្រប់គ្នាបានដឹងតើអ្នកណាទើបសាក់សំឈោនៅកំពូលនៃវិស័យច្បាប់ឲ្យតែឈ្នះអ្នកការិយាល័យមេធាវីខ្ញុំនឹងឡើងដល់កម្រិតថ្មីមួយគ្រប់គ្នានឹងហៅខ្ញុំថាជាមេធាវីស្រីលំដាប់លេខ1ហើយងារជាផ្កាកុលាបមុខដែករបស់អ្នកនឹងត្រូវមនុស្សគ្រប់គ្នាបំភ្លេចចោលល្អណាស់បើអ្នកគិតបែបនេះខ្ញុំនឹងធ្វើតាមបំណងរបស់អ្នកលោកចៅក្រមជាទីគោរពដោយសារមេធាវីខាងចុងចោតបានមកដល់ហើយសូមប្រកាសបើកសវនាការជំនុំជម្រះចាប់ផ្ដើមឥឡូវនេះសូមមេធាវីដើមបណ្ដឹងបង្ហាញសំណុំពរលោកចៅក្រមសមាជិកគណៈវិនិច្ឆ័យទាំងអស់ដើមបណ្ដឹងក្នុងរឿងក្តីនេះគឺចៅសៀវស៊ីបណ្ដឹងចុងចោតលីយូពីបទល្មើសរដ្ឋប្រវេណី
យើងខ្ញុំស្នើសុំតុលាការស្វែងរកការពិតតាមច្បាប់ប្រន្ទាទោសដាក់ពន្ធនាគារលើចុងចោតទុកចិត្តលើខ្ញុំចុះលើកនេះច្បាប់ពិតជាស្ថិតនៅខាងយុត្តិធម៌រងចាំឈ្នះក្តីសិនសឹមនិយាយហេតុផលខ្ញុំនឹងឲ្យប៉ាបន្ថែមថ្លៃមេធាវី100លានទៀតស្រីស្អាតចាំបងរួចខ្លួនសិនបងនឹងនាំអូនទៅលេងម៉ាល់ឌីវសូមរក្សាភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលសម្ដែងការលោកចៅក្រមដ៏ខ្ពង់ខ្ពស់ខាងខ្ញុំសូមធ្វើការបដិសេធជាមុនដើមបណ្ដឹងនឹងខាងខ្ញុំការរួមភេទគឺធ្វើឡើងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំណាមួយឡើយអ្វីដែលហៅថាការបំពានផ្លូវគ្រាន់តែជាអ្វីដែលដើមបណ្ដឹងប្រឌិតឡើងដើម្បីជំរិតទារប្រាក់ឯងនិយាយកុហកខ្ញុំមិនបានធ្វើទេមេធាវីដែលបំផ្លាញស្ទើរជាខ្មៅរូបនេះពិតជាគ្មានសិលធម៌តតែសោះសូមអញ្ជើញសាក្សីយ៉ាងលីចូលខ្លួនខ្ញុំជាមិត្តភក្តិរបស់លោកប្រុសលិនយប់កើតហេតុឃើញផ្ទាល់ភ្នែកថាចៅសៀវស៊ីសុំវិឆាត់អ្នកប្រុសលិនបង្ខំឲ្យអ្នកប្រុសលិនផឹកស្រារួចអូសចូលបន្ទប់ស្នាមក្រែមលើករបស់អ្នកប្រុសលិនគឺគាត់ជាអ្នកថាបំដងមួយដោយខ្លួនឯងវាច្បាស់ហើយមែនទេខ្ញុំប្រាប់ហើយថាគេស្ម័គ្រចិត្តមីស្រីខូចចង់ទម្លាក់កំហុសលើអញមែនទេខ្ញុំប្រាប់ទៅចុះគឺគ្មានផ្លូវទេខ្ញុំពិតជាមិនបានធ្វើមែនចៅយុនប្រកាសថាបានឃើញច្បាស់ម៉ោងកើតហេតុគឺម៉ោង2ទៀបភ្លឺពន្លឺក្នុងបន្ទប់គឺងឹតខ្លាំងណាស់តើលោកមើលឃើញទិដ្ឋភាពខាងក្នុងយ៉ាងដូចម្ដេចបើលោកឈរនៅច្រកកប៊ីងនោះខ្ញុំពិតជាបានឃើញមែនសាក្សីសូមឆ្លើយតាមការពិតជាសាក្សីត្រូវទទួលខុសត្រូវចំពោះមុខច្បាប់លោកចៅក្រមខាងខ្ញុំនៅមានភស្តុតាងចង់បង្ហាញខាងយើងបានផ្ដល់ជូនហើយរូបភាពឆាតរវាងយ៉ាវឈៀវសេនិងលេនយ៉ូអ្នកជំនាញបញ្ជាក់ថារូបភាពនេះជាការពិតបញ្ជាក់ថាដើមបណ្ដឹងយ៉ាវឈៀវសេជាអ្នកណាត់មុនក្រុមហ៊ុនយើងផ្ទៀងផ្ទាត់ថារូបនេះមិនបានកែប្រែព្រះឲ្យគេពិតជាស្ម័គ្រចិត្តមែនមិននឹកស្មានថាគេហ៊ានធ្វើរឿងបែបនេះសោះលោកចៅក្រមឮទាំងអស់គ្នាហើយមែនទេខ្ញុំត្រូវបានគេទម្លាក់កំហុសទេគាត់ប្រាប់ខ្ញុំផ្ទាល់ថាគាត់នៅលីវតែបែរជារួមដៃជាមួយម្ដាយគាត់ជំរិតយកលុយខ្ញុំអស់5លានហើយចុះស៊ីយ៉ាងឃីវនោះជាអ្នកណាមេធាវីសើពួកគេកំពុងមួយបង្កាច់អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺខាងយើងមានភស្តុតាងបង្ហាញថាមេធាវីសើកាលពីដើមរឿងក្តីបានបំផ្លាញចោលដោយផ្ទាល់ដៃវីដេអូសុវត្ថិភាពដែលជាភស្តុតាងរបស់លេនយ៉ូនេះពិតជាការបាត់បង់សិលធម៌វិជ្ជាជីវៈទាំងស្រុងហេតុអ្វីមេធាវីសិធ្វើបែបនេះដាក់ខ្ញុំឬមួយពួកគេពិតជាបានត្រូវរកគ្នាជាមួយយួនកៅមិនចម្លែកទេដែលលេងយ៉ាន់ស្រែកថាយុទ្ធធម៌មិនស្រួលទេពិតជាត្រូវម្ដាយកូននេះនិងមេធាវីសរួមដៃគ្នាបញ្ឆោតហើយចប់ហើយសំបីមេធាវីសក៏ធ្វើបែបនេះដែរម្ដាយកូនដែលជាបុគ្គលិកនោះប្រហែលជាធ្វើបែបនេះមែនចង់មកសាកជាមួយយើងផងគេគិតមិនដល់តតែសោះមេធាវីហ៊ីតាត្រូវធ្វើដូចម្ដេចទៅអ្នកជំនាញបច្ចេកទេសសូមសួរថាតើពេលវេលាផ្ញើសារក្នុងឆាតគឺនៅពេលណាថ្ងៃទី16ខែមិថុនាឆ្នាំ2024ម៉ោង 22:30 ប៉ុន្តែទូរស័ព្ទរបស់ Yao Chelson ត្រូវបានផ្ញើជួសជុលដោយសារចូលទឹកតាំងពីថ្ងៃទី15មិថុនារហូតដល់ថ្ងៃទី17មិថុនាទើបបានយកមកវិញសូមសួរថាទូរស័ព្ទដែលបិទគ្រឿងតើផ្ញើសារ WeChat យ៉ាងដូចម្ដេចនេះប្រហែលជាគាត់ផ្ញើតាមទូរស័ព្ទអ្នកដទៃម្យ៉ាងទៀតសាក្សីប្រាប់ថាឃើញស្នាមក្រែម3ថ្ងៃមុនកើតហេតុគាត់ប្រតិកម្មធ្វើឲ្យបូមមាត់ហាមនឹងរបបគ្រូពេទ្យហាមដាច់ខាត់មិនឲ្យប្រើគ្រឿងសម្អាងចុះអ្នកឃើញដោយរបៀបណាខ្ញុំចាំច្រឡំសម្ដីលោកចៅផ្ទុយគ្នាស្រឡះតុលាការមិនទទួលយកទេឬមួយការជែកដេញដល់នេះសុទ្ធតែជារឿងคล้ายហ៊ានធ្វើសាក្សីคล้ายក្នុងតុលាការផងសំណួរថោកទាបនេះមើងងាយតុលាការពេកហើយបើសិនជាត្រូវគេរកឃើញទោះនឹងត្រូវបន្ថែមមួយកម្រិតមេធាវីចៅតើនេះវាស្អីគ្នាទៅវិញមេធាវីចៅខ្ញុំចំណាយលុយច្រើនណាស់ជួលលោកមកលោកធ្វើការបែបនឹងមែនទេនេះគ្រាន់តែជាឧបត្តិហេតុប៉ុណ្ណោះភស្តុតាងដែលខ្ញុំបានខ្លាញ់បន្លំសាក្សីស្មានថាមិនមានចន្លោះប្រហោងនឹកស្មានមិនដល់ថានៅតែត្រូវគេរកឃើញចំណុចខ្វះខាតប៉ុន្តែសក្ខីកម្មសាក្សីមានចំណុចខ្វះខាតបន្តិចបន្តួចតែមិនអាចបដិសេធថាដើមចោតធ្លាប់ទារប្រាក់5លានឡើយអ្នកទទួលប្រាក់5លាននេះ
គឺសន្យានម្ដាយរបស់យ៉ាវឈៀវសេម្ដាយកូនយ៉ាវឈៀវសេប្រឌិតរឿងពិតក្នុងបំណងជំរិតទារប្រាក់កូនក្តីខ្ញុំលោកលេងយកធ្វើឡើងផ្អែកលើមនុស្សធម៌ប្រាក់សំណងដែលបានផ្ដល់ឲ្យបែរជាត្រូវគេមួយបង្កាច់ជាភស្តុតាងរំលោភសេពសន្តិវៈនេះទើបជាភាពអយុត្តិធម៌បំផុតក្នុងប្រព័ន្ធតុលាការត្រឹមត្រូវហើយគឺបែបនេះឯងមិនមែនទេគឺពួកគេបង្ខំទេចូលកាត់ខ្ញុំតើដើម្បីបញ្ចប់រឿងឲ្យចប់ទៅខ្ញុំប្រាប់ហើយថាខ្ញុំមិនយកទេឥឡូវនេះជាពេលវេលាការពារក្តីរបស់ចុងចោតសូមដើមចោតរក្សាភាពស្ងៀមស្ងាត់ខាងយើងជឿជាក់យ៉ាងមុតមមលើមេធាវីសូមេធាវីស៊ូរកឃើញហើយផ្នែកបច្ចេកទេសបានទាញយកវីដេអូដើមមកវិញហើយលោកចៃក្រមខ្ញុំស្នើសុំដាក់ភស្តុតាងសំខាន់ឡើងវិញអនុញ្ញាតសូមមេធាវីដើមបណ្ដឹងបង្ហាញភស្តុតាងនិងបញ្ជាក់ពីភាពពាក់ព័ន្ធនៃភស្តុតាងនេះគឺជាក្រុមរបស់លេនយ៉ូវីដេអូចេញពីកាមេរ៉ាលាក់ក្នុងបន្ទប់តែបានថតសកម្មភាពកើតហេតុទាំងស្រុងជំទាស់ភស្តុតាងដែលទទួលបានដោយខុសច្បាប់គឺមិនមានសុពលភាពទេតើមេធាវីអាចបញ្ជាក់ពីភាពត្រឹមត្រូវនៃវីដេអូនេះបានទេនេះគឺជាក្លោបផ្ទុកទិន្នន័យផ្ទាល់ខ្លួនរបស់លេនយ៉ូពេលវេលាដែលបានកត់ត្រានៅក្នុងនោះគឺស៊ីគ្នាទាំងស្រុងជាមួយនឹងពេលកើតហេតុឯងចង់អួតពីសកម្មភាពលើក្រែក៏លួចដំឡើងកាមេរ៉ាដោយចេតនាស្មានមិនដល់ថាពួកយើងរកឃើញមែនទេឈៀវឆាមខ្លាចរឿងរន្ធត់ទាំងនេះអាចលាតត្រដាងការពិតរបស់ពួកគេបានហើយអូនសម្លាញ់ផឹកស្រាមួយកែវនេះទៅអូខ្ញុំមិនផឹកទេខ្ញុំវិលមុខទៅស្រួលធ្វើការមែនទេហាកូនខ្លាចឃ្មុំខ្លាចហើយបញ្ឈប់មិនឲ្យទៅទេប៉ូលីសនឹងចម្លងវីដេអូទុកជាភស្តុតាងដោយសារវីដេអូនេះប៉ះពាល់ដល់ឯកជនភាពជនរងគ្រោះវីដេអូនេះនឹងត្រូវពិនិត្យដោយហ៊ីរិងតែម្នាក់ឯងទុកចន្លោះប្រហោងឲ្យគេចាប់បានហើយឯងទៅតាមដានអភិការម្នាក់នេះម្យ៉ាងទៀតខ្ញុំឲ្យប៉ូលីសឆែកឆេរកុំព្យូទ័ររបស់លេងយ៉ូនិងមិត្តភក្តិរបស់គេក្នុងនោះមានវីដេអូសុវត្ថិភាពនៅយប់កើតហេតុទាំងអស់ភស្តុតាងរឹងមាំដូចភ្នំបទល្មើសរបស់ជនជាប់ចោតលេងយ៉ូមិនអាចប្រកែកបានទេចប់ហើយចប់គ្រប់យ៉ាងហើយភស្តុតាងคล้ายៗរបស់ឯងគ្មានតម្លៃអ្វីឡើយនៅចំពោះមុខភស្តុតាងពិតខ្ញុំតែវាមិនអាចទៅរួចទេមិនក៏អីចឹងអាសត្វតិរច្ឆានពិតជាថោកទាបណាស់មិនចម្លែកទេដែលដើមបណ្ដឹងមិនហ៊ាននិយាយវាថោកទាបជាងសត្វទៅទៀតយ៉ាងច្រើនត្រឹមតែជាបទល្មើសរដ្ឋប្រវេណីយ៉ាងច្រើនជាប់គុកតែប៉ុន្មានឆ្នាំទេជាប់គុកប៉ុន្មានឆ្នាំលោកចៃក្រមខ្ញុំសូមដាក់ជូនកំណត់ត្រាប្តឹងប៉ូលីស7លើកក្នុងរយៈពេល5ឆ្នាំរបស់លេនយ៉េយើងឆ្នាំ2020ជនជាប់ចោតបៀតបៀនផ្លូវភេទមិនសម្រេចនៅក្នុងបារឆ្នាំ2021ប្រើហិង្សាបណ្ដាលឲ្យរបួសនៅខេវឆ្នាំ2023បង្កចំនួននៅចំណតរថយន្តប៉ុន្តែគេអាងលើអំណាចគ្រួសាររបស់គេទើបគេចផុតពីទោសកំហុសទាំងអស់មែនហើយរឿងនេះខ្ញុំធ្លាប់រឿងអាក្រក់ដែលវាធ្វើមិនមែនទើបតែមានម្ដងពីរដងទេដាច់ខាតមិនត្រូវឲ្យអាសត្វតិរច្ឆាននេះរួចខ្លួនទៀតឡើយសូមជំទាស់វាមិនពាក់ព័ន្ធនឹងរឿងក្តីនេះទេគឺស៊ើប6 Division ដែលបានបញ្ចេញព័ត៌មានអាក្រក់ដោយចេតនាអញ្ចឹងសូមអង្គុយចុះមេធាវីដើមបណ្ដឹងសូមបន្តជនជាប់ចោតក៏មានពាក់ព័ន្ធនឹងការបង្ករបួសស្នាមដោយចេតនានិងករណីរំលោភសេពសន្តិវៈទើបតែបានកើតឡើងនៅថ្ងៃនេះនេះគឺជាសម្លេងថតពីកាមេរ៉ាសុវត្ថិភាពហាងសាច់អាំងក្នុងនោះបានកត់ត្រាសកម្មភាពរបស់លេនយ៉ូដំណើរការទាំងមូលនៃការបង្ខំឲ្យលុតជង្គង់សំពះខ្ញុំសូមអង្វរជួយឲ្យឆ្នាំទៅយាយផងខ្ញុំសូមអង្វរអ្នកកូនស្រីរបស់ខ្ញុំយាយគឺនៅពេលនេះឯងត្រូវបានគេអូសចូលក្នុងបន្ទប់រួចរំលោភសេពសន្តិវៈនេះជាលទ្ធផលពិនិត្យរបួសរបស់កូនស្រីខ្ញុំជាមួយដើមបណ្ដឹងមុនគឺយ៉ាវឈៀវសេស្របគ្នាទាំងស្រុងទៅនឹងទង្វើហិង្សាដែលបានជួបគឺនាងជាអ្នកលបួងខ្ញុំគឺមកពីឯងនឹងហើយដែលមួបង្កាច់យើងច្បាប់បានចែងយ៉ាងច្បាស់បទរំលោភសេពសន្តិវៈដ៏សាហាវបណ្ដាលឲ្យស្លាប់មនុស្សជាច្រើនអ្នកត្រូវផ្តន្ទាទោសលើសពី10ឆ្នាំទៅ1ជីវិតរួមទាំងទោសប្រហារជីវិតគួរឲ្យថ្ងៃស្លាប់របស់ឯងមកដល់ហើយកុំនិយាយផ្ដេសផ្ដាស់មិនអាចទៅរួចទេគឺវាជាអ្នកលួងលោមខ្ញុំគឺឯងដែលមួបង្កាច់យើងនឹងសម្លាប់ឯងយើងនឹងសម្លាប់កូនរបស់ឯង
ស៊ុនយ៉ានឈៀវដើម្បីតែចង់ឈ្នះក្តីអញហ៊ានប្រើល្បិចសំបីតែលើកូនស្រីខ្លួនឯងតើអញនៅមានសិលធម៌ទៀតទេពេលកូនអញយកកន្ទុយបារីទៅរកគេតើអញនៅណាវាជន់ថ្នាំហឺតនៅក្រោមជើងនេះជាពេលដែលកូនស្រីខ្ញុំថប់ដង្ហើមតើទឹកចិត្តមេដារបស់អ្នកនៅណាគុណធម៌គ្រូសាលីនត្រូវបានឆ្កែស៊ីអស់ហើយខ្ញុំប្រាប់អ្នកទៅអ្នកគ្មានសិទ្ធិមកបន្ទោសខ្ញុំទេថ្ងៃនេះខ្ញុំនឹងលាតត្រដាងក្រុមហ៊ុន Lens Group មុខមាត់ដ៏ពុតត្បុតខ្ញុំនឹងឲ្យគ្រប់គ្នាបានឃើញថាពួកអ្នកប្រើប្រាស់លុយកាក់និងអំណាចយ៉ាងដូចម្តេចទោះបីជាជនរងគ្រោះម្នាក់មានគ្រឿងអលង្ការពេញខ្លួនក៏ដោយរាំងយេឆៅយកភស្តាងបំរុងចេញមកបើរកមិនឃើញទៀតទេខ្ញុំខ្លាចថាកូនប្រុសខ្ញុំនឹងត្រូវគេចោទប្រកាន់អស់ហើយដើម្បីបន្តចាត់ការរឿងក្តីនេះគឺជាល្បឿនលឿនបំផុតដែលខ្ញុំធ្វើបាននេះជាសក្ខីកម្មសាក់សីដែលប្រមូលបាននិងកំណត់ត្រាសន្តិភាពផ្សេងខ្ញុំខំចំណាយលុយអស់ច្រើនសន្ធឹកអ្នកបែរជាផ្ដល់លទ្ធផលបែបនេះឲ្យខ្ញុំដឹងទេថាហេតុអ្វីតាំងពីសម័យមហាវិទ្យាល័យអ្នកតែងតែត្រូវខ្ញុំសង្កត់សង្កិនឲ្យជឿចាប់ព្រោះអ្នកធ្វើការងារមិនដែលអស់ពីចិត្តតែបែរជាធ្វើរកពាក្យអឺតក្រទុំបំផុតមុនពេលខ្ញុំមកដល់តុលាការខ្ញុំបានឲ្យប៉ូលីសបង្កប់ឧបករណ៍អេឡិចត្រូនិកទាំងអស់របស់ឡាយ៉ូស្ដារវីដេអូរំលោភសេពសន្ធវៈតាំងពីឆ្នាំ2020មកយកការគំរាមកំហែងជាភស្តុតាងរបាយការណ៍របួសរបស់ជនរងគ្រោះគ្រប់រូបវីដេអូកាមេរ៉ាសុវត្ថិភាពដែលបង្ហាញពីសកម្មភាពថោកទាបខ្ញុំបានថតចម្លងទុកជា3ច្បាប់សុខចិត្តត្រៀមទុកហើយមិនបានប្រើប្រសើរជាងចង់ប្រើតែមិនបានត្រៀមនេះហើយជាវិជ្ជាជីវៈរបស់មេធាវីជួយខ្ញុំផងត្រូវតែជួយខ្ញុំមិនចង់ស្លាប់ទេខ្ញុំមិនចង់ស្លាប់ឡើយផ្អែកតាមភស្តុតាងទាំងឡាយតុលាការសម្រេចថាជនជាប់ចោទលៃយ៉ាមានទោសពីបទរំលោភសេពសន្ធវៈបទបង្កចំនួននិងអសន្តិសុខបទបង្កបួសស្នាមដោយចេតនាទោសរួមបញ្ចូលគ្នាផ្តន្ទាទោសប្រហារជីវិតល្អណាស់ទីបំផុតវាទទួលកម្មហើយវាគួរតែត្រូវបាញ់ចោលមនុស្សបែបនេះរស់នាំតែចង្រៃធ្វើអាក្រក់បានអាក្រក់ពិតជាសំចិត្តណាស់មានរឿងអីហ្នឹងខ្ញុំចាញ់ហើយខ្ញុំចាញ់គេហើយឯងចំណាំបានទេខ្ញុំដូរបាន100លានសូមអញ្ជើញមកបដូរមកនេះកូនប្រុសប៉ាសៀងខ្ញុំនឹងរំលាយការិយាល័យមេធាវីឯងខ្ញុំនឹងឲ្យគេដកអាជ្ញាប័ណ្ណឯងខ្ញុំគឺអគ្គនាយកលីមកពីស៊ុនយ៉ានឈីវទាំងអស់មនុស្សម្នាក់នេះល្បិចច្រើនណាស់បណ្ដាលឲ្យឈឺចាប់ខ្លាំងខ្ញុំក៏ត្រូវបានគេបោកដែរលោកស្រីមើលចុះឯងនឹងស្លាប់មិនល្អទេលោកមេធាវីស៊ូអ្នកពិតជាអ្នកសង្គ្រោះយើងមែនបើគុំតែបានលោកមួយជាតិនេះយើងច្បាស់ជាគ្មានថ្ងៃងើបរួចទេអរគុណលោកមេធាវីស៊ូដែលឲ្យអសត្វឆាននោះទទួលទណ្ឌកម្មសម្គួរពួនទៅយុទ្ធធម៌ទោះបីជាមកដល់យឺតតែវាមិនដែលអវត្តមានឡើយជ័យជំនះថ្ងៃនេះគឺជារបស់ជនរងគ្រោះដែលហ៊ានក្រោកឈរលីនដឺរ៉ុងចង់ចាំទុកទៅច្បាប់មិនមែនជាឈ្នន់សម្រាប់ដោះដូរឡើយមិនថាគូប្រកួតខ្លាំងប៉ុណ្ណាចំពោះមុខការពិតគ្មានអ្វីលាក់បាំងបានឡើយអ្នកស្រីស៊ូអ្នកគឺជាវីរបុរសរបស់យើងផ្កាកុលាបលើផ្ទៃទឹកបានបាត់បង់ខ្លះទៅហើយតាមការប្រដៅរបស់មេធាវីស៊ូនេះហើយជាយុទ្ធធម៌ពិតប្រាកដបងស្រីមកសងសឹកជំនួសបងឥឡូវមើលចុះកាយថាសំណុំរឿងឡាយយកកូនមហាសេដ្ឋីនឹងប្រកាសសាលក្រមថ្ងៃនេះត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋជាច្រើនមេធាវីស៊ូយ៉ានយូម្ចាស់ក្ត្រីកុលាបដៃតាំងនឹងអំណាចក្នុងប្រវត្តិសាស្ត្រតុលាការលាតត្រដាងបទល្មើសដោយភស្តុតាងសំខាន់ដើម្បីលើកស្ទួយយុត្តិធម៌បង្កើតអភូតហេតុថ្មីក្នុងវិស័យការពារក្តីទីបំផុតលេងយកត្រូវបានកាត់ទោសប្រហារជីវិតធ្វើអាក្រក់បានអាក្រក់ទីបំផុតគេទទួលបានការដាក់ទោសហើយនេះគឺជាអ្វីដែលមានប្រយោជន៍បំផុតសម្រាប់គេម៉ាក់របស់ខ្ញុំគឺជាម៉ាក់ដែលល្អបំផុតលោកប្រធានឡៃសូមគុំរំលងការិយាល័យមេធាវីរបស់ខ្ញុំការស្លាប់របស់មនុស្សល្ងងនោះមកពីខ្ញុំអស្ចារ្យតែខ្ញុំពិតជាស្មោះត្រង់នឹងលោកណាស់ស្មោះត្រង់អញធ្វើឲ្យកូនខ្ញុំត្រូវកាត់ទោសប្រហារជីវិតតើឯងមានអីមកនិយាយរឿងភេទភាពជាមួយខ្ញុំស្អែកមេធាវីខ្ញុំនឹងទៅរកឯងនិយាយពីរឿងទិញយកក្រុមហ៊ុនប្រញាប់ចុះហត្ថលេខាទៅលោកឡៃជឿខ្ញុំចុះផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតមកខ្ញុំនឹងជួយឲ្យស៊ូយ៉ានស្អាតស្អំឡើងវិញឲ្យវាសងទឹកភ្នែកដែលធ្វើបាបអ្នកប្រុសលេនហេតុអីត្រូវជឿវាទៀតវិញ្ញាណស្ដេចក្រោមបុណ្យគ្រីស្មាស់ស៊ូយ៉ានបានលួចបន្លំផុសតាង
ឲ្យតែបញ្ចេញរឿងនេះទៅវាគ្មានផ្លូវរើបំរះរួចឡើយល្អណាស់បើអញអាចផ្ដួលស៊ូយ៉ានបានចាំមកបើកលុយតាមក្រោយបើអញធ្វើឲ្យខូចរឿងម្ដងទៀតខ្ញុំនឹងឲ្យអញមកវេទនាជាងកូនខ្ញុំកុំបារម្ភអីលើកនេះខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពច្បាស់ជាធ្វើឲ្យគេបាក់មុខមាត់ជាមិនខានអីចឹងកុំបារម្ភអីទៀតវែងហៅចេញពីមន្ទីរពេទ្យហើយសុខភាពរបស់ខ្ញុំក៏កំពុងតែល្អប្រសើរឡើងវិញដែរគ្រូពេទ្យថាគ្រាន់តែព្យាបាលផ្លូវចិត្តតាមកំណត់គឺមិនអីទេកូនស្រីដ៏ល្អរបស់ម៉ាក់ពិបាកហើយបងស្រីបងត្រូវតែជឿជាក់ពន្លឺនឹងឈ្នះភាពងឹតជាមិនខានចាម៉ាក់តោះយើងទៅផ្ទះវិញណាស៊ូយ៉ាងខៀវអ្នកចុកសង្ស័យក្នុងករណីបង្កបួសស្នាមដោយចិត្តណាលើវងហ៊ីវកាលពី10ឆ្នាំបន្លំឯកសាររដ្ឋាភិបាលសូមសហការទៅស៊ើបអង្កេតជាមួយយើងអ្នកនិយាយថាអីមេធាវីធំស៊ូនឹកស្មានមិនដល់មែនទេលើកនេះដល់វេនអ្នកហើយបាទគឺជារឿងក្តីហិង្សាក្នុងគ្រួសារកាលពី10ឆ្នាំមុនមែនទេរឿងក្តីរបស់លោកឌឺមែនទេកាលនោះមិនមែនថាផ្ស្តាំងពេញលេញហើយទេអីគឺឯងជាអ្នកធ្វើបើខ្ញុំជាអ្នកធ្វើតើចង់យ៉ាងម៉េចពិបាកណាស់តម្រង់ខ្ញុំរកឃើញចម្លើយរបស់ឯងលើកនេះខ្ញុំមិនលេងដៃនេះឡើយអ្នករាល់គ្នាមកមើលលឿនមេធាវីល្បីឈ្មោះផ្កាកុលាបដែកស៊ូយៀនឈីវត្រូវប៉ូលីសចាប់ខ្លួនទៅស៊ើបអង្កេតទៀតហើយមើលចុះគឺផ្កាកុលាបដែកគាត់ពិតជាសង្ស័យថាបានខ្លាញ់បន្លំកុំនិយាយផ្ដេសផ្ដាសមិនទាន់មានការបញ្ជាក់នៅឡើយទេមិនទាន់បញ្ជាក់ជំរងគ្រោះវ៉ាងហ៊ូជើងដែលបាក់នឹង10ឆ្នាំដែលត្រូវបំផ្លាញនៅចំពោះមុខនេះហើយរឿងទាំងអស់នេះគឺដោយសារតែគាត់ត្រូវហើយគឺគាត់នឹងឯង10ឆ្នាំមុនខ្ញុំត្រូវប្រពន្ធវីបាក់ជើងគាត់បង្រៀនប្រពន្ធខ្ញុំឲ្យធ្វើសាក់សីខ្លាំងខ្លាយថាខ្ញុំស្រវឹងដួលខ្លួនឯងគាត់ធ្វើឲ្យខ្ញុំជាប់គុក10ឆ្នាំថែមទាំងពិការជើងទៀតតែគាត់បែរជានៅខាងក្រៅស៊ីលុយមេធាវីយ៉ាងច្រើនរស់នៅយ៉ាងហឺហាតែមិនដែលឲ្យតម្លៃជីវិតមនុស្សធម្មតាដូចយើងទេអូព្រះអើយមនុស្សចេញមកច្រើនណាស់មើលទៅជារឿងពិតមែនមុខមាត់ដ៏ល្អស្អាតត្រូវរលាយអស់ហើយព្រះអើយព័ត៌មានធំហើយគ្រប់គ្នាគិតមើលទៅស៊ូយ៉ាងខៀវក្នុងរយៈពេលតែប៉ុន្មានឆ្នាំខ្លាចជាអ្នកមានមុខមាត់ក្នុងសង្គមយ៉ាងលឿនតើអាចស្អាតស្អំបានយ៉ាងម៉េចមិនដឹងថាធ្វើរឿងថោកទាបប៉ុន្មានទេទើបអាចទទួលបានឋានៈដូចសពថ្ងៃបើថ្ងៃនេះយើងមិនចាត់ការគាត់តាមច្បាប់ទេថ្ងៃស្អែកមិនដឹងថាគាត់នឹងជិះជាន់លើក្បាលពួកយើងដល់កម្រិតណាទៀតឡើយមិនមែនបែបនឹងទេម៉ាងមិនមែនជាមនុស្សបែបនឹងទេក្នុងរឿងនេះច្បាស់ជាមានការយល់ច្រឡំអ្វីមួយហើយស្ដោះទឹកមាត់ដាក់យល់ច្រឡំស្អីទៅគេគ្រាន់តែជាអ្នកកាប់សម្លាប់ដែលស្គាល់តែលុយនិងផលប្រយោជន៍ប៉ុណ្ណោះខ្ញុំបានប្តឹងគាត់រួចហើយស៊ូយៀនឈីវបាត់ល្មើសរបស់អ្នកលាក់មិនចិត្តទៀតទេឬទេមេធាវីស៊ូដែលជួយការពារក្តីឲ្យគេបែរជាជាប់ពាក់ព័ន្ធក្នុងរឿងក្តីដោយខ្លួនឯងជនពិការម្នាក់នេះពិតជាគួរឲ្យអាណិតណាស់ហើយមើលទៅកំសត់ណាស់ដែលថានឹងប្តឹងគេនោះឬមួយក៏អ្វីដែលគាត់និយាយគឺជាការពិតលោកប៉ូលីសអ្នកត្រូវតែនាំគាត់ទៅស៊ើបអង្កេតឲ្យច្បាស់ផ្ដល់ភាពស្អាតស្អំឲ្យខ្ញុំវិញមកធ្វើពុតជាអ្នកនាំសារយុទ្ធធរទៅតាមពិតគឺប្រើលុយសាងវាឡើងសោះពួកចិត្តខ្មៅលោកស្រីឈុយសៀនចេញពីក្រុងហៃឆឹងទៅចេញទៅលោកស្រីចេញពីក្រុងហៃឆឹងទៅចេញពីក្រុងហៃឆឹងទៅចេញពីក្រុងហៃឆឹងទៅចេញទៅពិតមែនហើយអ្នកមិនដឹងរឿងនេះនឹងត្រូវគេញុះញង់ណាស់ទឹកចិត្តរបស់ចៅយីស៊ូមួយនេះគឺចង់បោះត្រាភាពអាម៉ាស់នេះជាប់ខ្លួនខ្ញុំរហូតគ្រប់គ្នាសូមរក្សាភាពនឹងអ្នកពាក់ព័ន្ធនឹងត្រូវស៊ើបអង្កេតតាមច្បាប់កុំយកម៉ាក់ខ្ញុំទៅអីគាត់ប្រកាសជាត្រូវគេបង្កាច់បង្ខូចហើយជាស្ដាប់បង្កប់ណាចាំណាទៅផ្ទះញ៉ាំថ្នាំហឺតឲ្យទៀងពេលការព្យាបាលផ្លូវចិត្តក៏មិនត្រូវបង្អង់ដែរជារឿងនេះខ្ញុំត្រូវតែចាត់ការដោយផ្ទាល់ទើបមានឱកាសដោះស្រាយឲ្យស្អាតបាតកុំបារម្ភអីខ្ញុំនឹងទៅជាមួយពួកអ្នកចាំខ្ញុំផងអ្នកទាំងអស់គ្នាឃើញទេយុទ្ធធរអាចនឹងមកយឺតតែវានឹងមិនលើកលែងឲ្យអ្នកល្មើសច្បាប់ណាម្នាក់ឡើយជាពិសេសគឺស៊ីយ៉ាងខៀវ
មេធាវីដ៏ល្បីល្បាញស៊ូយ៉ាងខៀវត្រូវបានឃាត់ខ្លួនតាមច្បាប់ពីបទសង្ស័យថាក្លែងបន្លំភស្តុតាងរូបភាពការកុលាបដែករបស់នាងបានដួលរំទាំងស្រុងតាមព័ត៌មានជនរងគ្រោះវ៉ងហ៊ីវបានដាក់ពាក្យប្តឹងហើយរឿងក្តីនេះនៅតែបន្តក្រើកនឹងការិយាល័យយ៉ាងខៀវដែលនាងបង្កើតក៏ធ្លាក់ចុះការងារយ៉ាងខ្លាំងដៃគូសហការជាច្រើនបានដកភាពហ៊ុនជាបន្តបន្ទាប់មេធាវីស៊ើដឹកនាំគ្រប់គ្នាមកដល់ថ្ងៃនេះមិនមែនជារឿងនេះទេឥឡូវគាត់មានបញ្ហាហេតុអីអ្នករាល់គ្នាធ្វើបែបនេះអ្នកណាទៅដឹងថាគាត់ពិតជាមានទោសមែនឬអត់ពួកយើងមិនចង់ជាប់ពាក់ព័ន្ធជាមួយទេអ្នកណាខ្លះចង់ធ្វើវីរបុរសក៏ធ្វើទៅខ្ញុំនៅមានគ្រួសារត្រូវចិញ្ចឹមម្យ៉ាងទៀតគាត់ក៏ជាប់គុកបាត់ទៅហើយតើអ្នកណាអាចឈ្នះក្តីនេះបានមែនហើយឥឡូវគេជាគាត់ថាមនុស្សពុតត្បុតពេញអ៊ីនធឺណិតតើក្រុមហ៊ុនមេធាវីណាហ៊ានទទួលក្តីនេះស្មើនឹងបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯងយកទេកេរ្តិ៍ឈ្មោះពេលមេធាវីសេយកការជួយផ្នែកច្បាប់ជាការងារចម្បងហេតុអ្វីបានជាមិននិយាយពីកេរ្តិ៍ឈ្មោះផងមិនខ្វល់ថាអ្នកទាំងអស់គ្នាគិតយ៉ាងណាទេរឿងក្តីនេះខ្ញុំទទួលយកហើយទោះត្រូវដោះស្បែកជើងការពីក្តីក្នុងតុលាការក៏ខ្ញុំត្រូវតែរកការពិតឲ្យឃើញដែរមេធាវីshowដោយសារតែរឿងក្តីរបស់អ្នកកំពុងមានការចាប់អារម្មណ៍ខ្លាំងតុលាការសម្រេចបើកសំណួរការជាសាធារណៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិតនឹងបង្កឲ្យមានរឿងធំមិនខានគ្រាន់តែខ្ញុំបានពិនិត្យរួចហើយការនោះលោកវ៉ងមិនទាន់មានបញ្ហាអ្វីទេច្បាស់ជារាវយ៉ាশুនខ្ពង់ខ្ពស់ជាងហើយរឿងខ្លះមិនសាមញ្ញដូចអ្វីដែលឃើញទេជាវលេវបើការក្បត់របស់ខ្ញុំលើកនេះមានទោសអ្នកត្រូវតែជួយមើលថែយាយឲ្យបានល្អមេធាវីសើកុំបារម្ភអីខ្ញុំនឹងផ្ដល់ភាពស្អាតស្អំជូនអ្នកវិញរងចាំអ្នកត្រឡប់មកវិញលោកម្ចាស់ចិត្តចាប់ផ្ដើមហើយធៀងវេហ៊ានខ្លែងបន្លំភស្តុតាងផងរូបភាពល្អបាត់បង់អស់ហើយរងចាំមើលការពិតបើវាជាការពិតខ្ញុំឈប់ជាមេធាវីហើយមេធាវីដំចោតរាវយ៉ាશુនចុងចោលខ្លាយជាឧបករណ៍ឬហេរិងមកដល់ហើយមេធាវីចុងចោលជាជំនួយការស៊ូយ៉ាងឃីវតាអ្នករកមនុស្សមិនបានមែនទេសំបីតែសិទ្ធិកាន់ក្តីក៏គ្មានផងក៏ហ៊ានឡើងតុលាការដែររាវយ៉ាશુនធ្លាប់ឈ្នះច្រើនដងណាស់ជំនួយការរបស់ស៊ូយ៉ាងឃីវមិននឹងឈ្នះទៅគឺគាត់នឹងហើយដែលផឹកក្បត់ជាមួយស៊ូយ៉ាងឃីវមកពីសំណាងមិនល្អសោះតែម្ដងថ្ងៃនេះគ្រាន់តែកម្ចាត់មេធាវីតូចតាចម្នាក់វាងាយស្រួលដូចបកចេកអញ្ចឹងគុំសង្ឃឹមថានឹងកត់ត្រាពីខ្ញុំវារំខានដល់គំនិតការពីក្តីរបស់ខ្ញុំទោះយ៉ាងណាក៏ដោយខ្ញុំជាជំនួយការផ្ទាល់មេធាវីដល់ទៅ5ឆ្នាំឈ្នះអ្នកគឺងាយស្រួលណាស់ស៊ូជេងការសន្និការចាប់ផ្ដើមមេធាវីដើមបណ្ដឹងសូមបង្ហាញភស្តុតាងលោកចៃក្រមនេះជាឯកសារការពីក្តីរបស់ស៊ូយ៉ាងឃីវកាលនោះគាត់អះអាងថាវ៉ងហ៊ីវព្រោះតែហិង្សាលើប្រពន្ធក្នុងពេលប្រតាយប្រតប់ក៏ធ្លាក់ជណ្ដើរបាក់ជើងតែខ្ញុំរកឃើញរបាយការណ៍ច្បាប់ឆ្នាំនោះដែលបង្ហាញយ៉ាងច្បាស់ថាជើងរបស់វ៉ងហ៊ីវគឺបាក់បែកខ្ទេចដោយសារការវាយនឹងវត្ថុរឹងមានន័យថាជើងរបស់គាត់ត្រូវបានគេវាយបំបែកទាំងរស់សេះហើយភស្តុតាងនិងរបាយការណ៍កសោវិច័យមិនត្រូវគ្នាទេជាក់ស្ដែងណាស់មែនទេលាក់បាំងភស្តុតាងសំខាន់ស៊ូយ៉ែនយើងលើកនេះឯងច្បាស់ជាចាញ់មេធាវីshowក្នុងឯកសារការនោះមិនមានចំណុចនេះទេលោកមិនបានប្រាប់ខ្ញុំទេរឿងខ្លះគ្រាន់តែនិយាយមកទេគឺមិនអាចបកស្រាយឲ្យច្បាស់បានឡើយអីគេសំបីជំនួយការក៏មិនដឹងដែរស៊ូយ៉ាងឃីវពិតជាបានលាក់បាំងមែនការលាក់ភស្តុតាងធ្វើឲ្យវ៉ងហ៊ីវត្រូវជាប់គុកច្រឡំ8ឆ្នាំវាអាក្រក់ជាងការក្លែងបន្លំភស្តុតាងទៅទៀតគ្មានស្មារតីច្បាប់តតែសោះស៊ូយ៉ាងឃីវលាក់បាំងភស្តុតាងសំខាន់គឺដើម្បីជួយសម្រាលទោសឲ្យជនដៃដល់ស៊ូយ៉ាងឈីវតើអ្នកយកលុយពីប្រពន្ធវ៉ាងហ៊ូប៉ុន្មានធ្វើឲ្យជនរងគ្រោះនៃហិង្សាក្នុងគ្រួសារត្រូវជាប់គុកដោយអយុត្តិធម៌តើអ្នកមិនមានសម្ជាញៈទេសូមលោកមេត្តាពិចារណាឲ្យបានច្បាស់ស៊ូយាយឈីវប្រាប់ឲ្យប្រពន្ធខ្ញុំនិយាយកុហកច្បាស់ណាស់ថាឆេនមូយកញួរវាបំបាក់ជើងខ្ញុំតែស៊ូយាយឈីវឲ្យនាងប្រាប់ថាខ្ញុំស្រវឹងដួលខ្លួនឯងខ្ញុំបានធ្វើជាសាក់សីខ្លាំងៗឆេននូយកលុយសំណងរបស់ខ្ញុំទៅទិញឡានទំនើបខ្ញុំពិតជាត្រូវបានគេទម្លាក់កំហុសមែនស៊ូយ៉ាងឈីវជួយអ្នកកុហកស្រីថោកទាបទាំងពីរអ្នកនេះគួរតែធ្លាក់នរកស៊ូយ៉ាងឈីវគួរឲ្យស្អប់ណាស់ដើម្បីតែលុយហ៊ានធ្វើរឿងគ្រប់យ៉ាងសំមុខហើយដែលត្រូវគេចាប់ខ្លួនហ៊ូដែលជាប់គុកដោយអយុត្តិធម៌អស់8ឆ្នាំធីមីរ៉ូចេញពីពិភពលោករបស់អ្នកទៅត្រូវតែឲ្យពួកគេសងថ្លៃចំពោះរឿងនេះសូមមេធាវីជនជាប់ចោតបង្ហាញភស្តុតាង
ស្នាមរបួសចាស់របស់វ៉ាងហ៊ូបង្ហាញថាឆ្អឹងជើងរបស់គាត់មានប្រេះស្រាំតាំងពីមួយឆ្នាំមុនកើតហេតុរបួសពេលកើតហេតុគឺជាស្នាមជុំទ្រូតលើគ្នាបញ្ជាក់ថាវាបណ្ដាលមកពីការប៉ះទង្គិចច្រើនដងនេះបញ្ជាក់ថាការដែលនិយាយថាជើងវ៉ាងហ៊ីរបួសគឺត្រូវគេវាបំបែកនៅពេលកើតហេតុនោះគឺមិនត្រឹមត្រូវទេស្អីគេប្រេះឆ្អឹងតាំងពីមុនកើតហេតុមិនមែនមកពីការប្រហិង្សាវាបំបែកឆ្អឹងជើងទេអីចុះក្នុងរបាយការណ៍កសោវិจัยមុននោះការប៉ះទង្គិចនោះគឺជាស្នាមរបួសចាស់មែនទេរ៉ាវយ៉ាឈុងបោកប្រាស់ពួកយើងហើយចាំបន្តិចមានន័យថារឿងនេះប្រែក្រឡាប់ចាស់ហើយមេធាវីសើមិនបានលាក់បាំងភស្តុតាងសំខាន់ទេស៊ឺជេងលោកចៃក្រមខ្ញុំមានរឿងចង់និយាយនេះជារបាយការណ៍ច្បាប់ដំបូងបង្អស់មានសរសេរយ៉ាងច្បាស់នៅទីនេះថាពិនិត្យរបួសនៅថ្ងៃទី23ខែមេសាឆ្នាំ2015ចំពោះរបួសចាស់ដែលមេធាវីម្ខាងទៀតលើកឡើងច្បាស់ណាស់គេបានសូកប៉ាន់គ្រូពេទ្យកសោវិจัยដោយបន្លំរបួសថ្មីឲ្យទៅជារបួសចាស់បើមិនអញ្ចឹងទេហេតុអ្វីមិនដាក់ភស្តុតាងប្រៀបធៀបតាំងពីមុនទោះជាយ៉ាងណាក៏ដោយស៊ឺយ៉ាងខៀវបានលាក់បាំងភស្តុតាងសំខាន់មួយកាលពីឆ្នាំនោះត្រូវហើយលោកចៃក្រមចុងចោតរបស់ខ្ញុំមានរឿងចង់និយាយវ៉ងហ៊ីច្រើនឆ្នាំកន្លងទៅហើយតើអញពិតជាចង់ធ្វើបែបនេះមែនទេតើអញអាចទទួលផលវិបាកនេះរួចទេតែដឹងទេថាត្រូវបង់ថ្លៃអ្វីខ្លះខ្ញុំលោកចៃក្រមចុងចោតកំពុងព្យាយាមគំរាមកំហែងសាក់សីអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតខ្ញុំគ្រាន់តែចង់ឲ្យអ្នកដែលដឹងច្បាប់តែបំពេញច្បាប់មកទទួលទោសឲ្យសមនឹងទង្វើលោកចៃក្រមខាងយើងខ្ញុំសូមដាក់ជូនភស្តុតាងថ្មីក្នុងចំណោមរឿងក្តីដែលសិនយ៉ាងខៀវតំណាងនាពេលនោះសុទ្ធតែមានបញ្ហាភស្តុតាងមិនច្បាស់លាស់ករណីបង្កបួសស្នាមដោយចិត្តណារបស់លោកយ៉ាងឆ្នាំ2015ករណីទំនាស់ការចិញ្ចឹមបីបាច់របស់លោកឡៃឆ្នាំ2016ឥឡូវនេះយើងខ្ញុំស្នើសុំភ្ជាប់ការហៅទៅភាគីពាក់ព័ន្ធប្រាក់សំណងរបស់ខ្ញុំត្រូវបានសាន់យ៉ាងខៀវកាត់យកអស់ពាក់កណ្ដាលគាត់គឺជាចោរក្នុងស្បែកមេធាវីកាលនោះគាត់ជួយភាគីម្ខាងទៀតលាក់ភស្តុតាងហិង្សាក្នុងគ្រួសារមកដល់ពេលនេះខ្លួនប្រាណខ្ញុំនៅតែពោពេញដោយរបួសនេះហើយជាមុខមាត់ពិតរបស់ខឹបការកុលាបមុខដែកអ្នកដែលទម្លាប់លាក់បាំងភស្តុតាងអ្នកច្បាប់ដែលជន់ឈ្លីយុទ្ធធរត្រូវតែទទួលទោសឲ្យធ្ងន់ធ្ងរពិតមែនហើយវាមិនមែនជាលើកទី1ទេបំពេញច្បាប់ត្រូវសងលុយវិញខ្ជាក់លុយឈាមជ័ររបស់ជនរងគ្រោះមកវិញឲ្យអស់ស៊ឺយ៉ាងខៀវស្រីបោកប្រាស់តើសិលធម៌របស់អ្នកត្រូវឆ្កែស៊ីអស់ហើយមែនទេហ៊ានធ្វើរឿងថោកទាបបែបនេះមេធាវីស៊ឺយ៉ាងខៀវអ្នកចប់ហើយផ្អែកតាមភស្តុតាងដែលមានតុលាការប្រកាសសាលក្រមចូលមកកាន់តុលាការជាផ្លូវការកូនប្រុសវ៉ងស៊ុយនៅស្ងៀមហេតុអ្វីបានជាពួកអ្នកទីបំផុតអ្នកទាំងអស់គ្នាមកដល់ហើយមេធាវីshowពួកគេថាវ៉ងហ៊ីវនឹងប្តឹងអ្នកបានធ្វើដំណើរមកពីស្រុកកំណើតជាពិសេសនេះជាសក្ខីកម្មរបស់វ៉ងស៊ុយវ៉ាវនាងថោកទាបយកក្មេងមកធ្វើបាបខ្ញុំមែនទេជាវស៊ុយចេញទៅក្រៅឲ្យលឿនចេញទៅឲ្យឆាប់ថ្ងៃនេះខ្ញុំមកធ្វើជាសាក្សីឲ្យមេធាវីស៊ូវ៉ងហ៊ីវអ្នកលេងជាពុកខ្ញុំតាំងពី10ឆ្នាំមុនហើយអ្នកគ្មានសិទ្ធិមកគ្រប់គ្រងខ្ញុំទេគួរឲ្យខឹងណាស់នៅតែចង់រឹងតឹងទៀតលោកចៃក្រមយោងតាមមាត្រា62នៃក្រមនីតិវិធីព្រំទណ្ឌសាក្សីមិនត្រូវមានផលប្រយោជន៍ពាក់ព័ន្ធក្នុងរឿងក្តីគេគឺជាកូនប្រុសរបស់វ៉ងហ៊ីវចិនម៉ូគឺជាអ្នកពាក់ព័ន្ធក្នុងរឿងក្តីនេះដូច្នេះវាមិនមានសុពលភាពតាមផ្លូវច្បាប់ទេគ្មានផលប្រយោជន៍ពាក់ព័ន្ធតើរបួសលើដៃគេមិនមែនជាផលប្រយោជន៍ពាក់ព័ន្ធទេចុះឆ្អឹងជំនីទាំង3កង់ដែលបាក់នោះតើវាមានពាក់ព័ន្ធដែរឬទេលោកចៃក្រមកាលនោះមេធាវីសើជួយក្តីខ្ញុំដោយមិនយកប្រាក់សោះគាត់គឺជាមនុស្សល្អបំផុតឥឡូវគាត់កំពុងរងភាពអយុត្តិធម៌ទោះស្លាប់ក៏ខ្ញុំត្រូវនិយាយឲ្យច្បាស់ដែរគាត់ធ្វើដើម្បីជួយពួកយើងទេឲ្យគាត់និយាយមកពួកយើងចង់ដឹងការពិតរបួសលើខ្លួនគេសុទ្ធតែជាការខ្លាញ់មែនទេឲ្យពួកគេធ្វើជាសាក្សីទៅលោកចៃក្រមកុំឲ្យមនុស្សល្អរងភាពអយុត្តិធម៌អីនេះគឺជាការសំគំនិតគ្នានេះគឺជាថ្នាំដែលស៊ឺយិនឈីវរៀបចំទុកជាមុនស៊ូជីងអញ្ជើញសាក្សីថ្មីរបស់ចុងចោតមិនបានទេកូនចេញទៅឲ្យលឿនគួរឲ្យស្អប់ណាស់ចាំមើលថាពួកគេនៅមានល្បិចអ្វីទៀតលោកចៃក្រមរបួសចាស់លើជើងគាត់គឺជាហិង្សាក្នុងគ្រួសារឆ្នាំ2014តើប៉ះធំកម្ដៅខ្លួនឯងសីមែនត្រឹមតែការកោតសរសើរប៉ុណ្ណោះសិនអានស្បត់ថាខ្ញុំយកញូវីកំទេចវាដោយផ្ទាល់ដៃកូនបង្កើតយកញូវីឪពុកកូនអបតែញោមមកពីណាទៅនេះសេចធម៌មេឃដឹងដីដឹងគ្មានកូនឯណាដាច់ចិត្តធ្វើបាបឪពុកខ្លាំងបែបនេះទេនេះវាខុសនឹងព្រមសិលធម៌ហើយលោកប្រុសវងមើលទៅរមឲ្យទំណាស់
មិនក៏ហ៊ានធ្វើរឿងគួរឲ្យតក់ស្លុតបែបនេះទោះបីជាវងហ៊ីវមានកំហុសក៏ដោយក៏មិនគួរធ្វើបែបនេះដាក់ឪពុកបង្កើតដែរខ្ញុំថាវងជួយឯងគួរតែជាប់ទោសទៅត្រូវហឹមសត្វចិញ្ចឹមរបស់ឯងនេះអ្នកណាឲ្យឯងនិយាយចេញមកទៅឲ្យឆ្ងាយទៅលោកម្ចាស់ល្ងងតើអ្នកបានឬទេបុគ្គលនេះមិនត្រឹមតែមានផលប្រយោជន៍ក្នុងរឿងក្តីនេះទេថែមទាំងមានការសង្ស័យពីបទឧក្រិដ្ឋហិង្សាទៀតគោលការណ៍ដែលគាត់និយាយគ្មានសុពលភាពផ្លូវច្បាប់ឡើយនេះគឺជាការមកសុំរៀនសូត្រទាំងមិនរៀបចំផលអាក្រក់នៃល្បិចកគាត់វីកំតិចបានល្អហើយតើអ្នកដឹងទេថាហេតុអ្វីបានជាគាត់វីកំតិចវាពេលដែលវីខ្ញុំរហូតងើបមិនរួចកាន់កាំបិតសម្លាប់គេដើម្បីជួយខ្ញុំនិងកូនកាលពីឆ្នាំ2015ពេលកើតហេតុខ្ញុំទើបតែអាយុ16ឆ្នាំឪពុកខ្ញុំក៏មករករឿងម្ដាយខ្ញុំវីគាត់បាក់ឆ្អឹងជំនី3កង់បើពេលនោះខ្ញុំមិនធ្វើអីទេឪពុកខ្ញុំច្បាស់ជាត្រូវគាត់កាប់ស្លាប់មិនខុសទេគឺវងហ៊ីយកកន្ទុយបារីមកអត់នេះគាត់សង្កត់ខ្ញុំនឹងទៅស៊ុបដើម្បីអត់លោកកាលនោះមានសម្បត្តិបញ្ជាក់របួសមេធាវីស៊ីធ្លាប់ថាឲ្យតែឲ្យវងហ៊ីវជាប់គុកពីបទហិង្សាក្នុងគ្រួសារនឹងអាចជួយខ្ញុំសម្ដីការពារខ្លួនតែបើខ្ញុំឆ្លើយតាមត្រង់រឿងកូនខ្ញុំគេនឹងត្រូវកាត់ទោសពីបទបង្កបួសស្នាមមួយជីវិតនេះចប់ហើយម៉ាក់អីចឹងហើយវាគ្មានអ្វីខុសទេវងហ៊ីវគឺជាជនល្មើសអ្នកដែលខុសមានតែម្នាក់គត់គឺកូនខ្ញុំការពារខ្លួនឯងពីការត្រូវគេកាត់ទោសតើនរណាអាចដកថយបានទៅអីគេមេធាវីសុលៈភស្តាងគឺដើម្បីឲ្យជនបង្កហិង្សាក្នុងគ្រួសារជាប់គុកព្រមទាំងការពារអនិច្ចជនអីចឹងមេធាវីស៊ូមិនមែនធ្វើជាសាក្សីទេគឺដើម្បីការពារក្មេងតើនេះចាត់ទុកជាបទល្មើសអីទៅលោកចៃក្រមខ្ញុំសូមជំទាស់សាក្សីមិនត្រឹមតែមានការពាក់ព័ន្ធនឹងរឿងក្តីនេះថែមទាំងជាប់សង្ស័យពីបទឧក្រិដ្ឋហិង្សាទៀតសក្ខីកម្មរបស់គេមិនអាចជឿទុកចិត្តបានឡើយមែនហើយជឿមិនបានទេជាប្រភេទដែលមិនអាចជឿបានស្ងាត់នីតិវិធីតុលាការមិនអនុញ្ញាតឲ្យមានការរំខានទេសូមភាគីចុងចោតបន្តការរៀបរាប់វងហ៊ីវខ្ញុំស្មានថាការជាប់គុក10ឆ្នាំធ្វើឲ្យឯងភ្ញាក់រលឹកហើយតែមិននឹកស្មានថាឯងនៅតែចង់សងសឹកដដែលឯងស្មានថាវងជួយខ្លាចខូចអនាគតទើបមិនហ៊ាននិយាយការពិតដែលគេបានធ្វើបាបឯងមែនទេទើបបានជាសហការជាមួយយ៉ាវយ៉ាស្វឹងដើម្បីមករួមគ្នាបង្កាច់បង្ខូចខ្ញុំស្ងាត់ស្ងៀមប៉ុន្តែអ្វីដែលអ្នកនឹកស្មានមិនដល់នោះគឺក្មេងប្រុសវងជួយម្នាក់នេះគឺមិនដូចអ្វីដែលអ្នកគិតតតែសោះគេសុកចិត្តទទួលកំហុសម្នាក់ឯងក៏មិនដាច់ចិត្តឲ្យពាក់ព័ន្ធដល់ខ្ញុំដែរពិតមែនហើយលោកចៅក្រមរាល់ស្នាមរបួសពីអំពើហិង្សារបស់វងហ៊ីវគឺសុទ្ធតែជាការពិតកាលនោះមេធាវីសបញ្ជូនគេចូលពន្ធនាគារគឺមកពីគេសាកសំនឹងទទួលបានវាមេធាវីសខ្លាញ់បន្លំភស្តាងទាំងនោះមែនទេកូនប្រុសខ្ញុំត្រូវបានគេចាត់ទុកជាជនល្មើសតើគេមានកំហុសអ្វីនេះគឺដើម្បីឲ្យខ្ញុំអាចរស់បន្តបានឈប់មេធាវីសូពិតជាគ្រាន់តែចង់ការពារអនិច្ចជនប៉ុណ្ណោះម្យ៉ាងទៀតវងជួយការពារម្ដាយតើមានកំហុសអ្វីទៅគឺយ៉ាវយ៉ាសងទេដែលកំពុងកេងចំណេញលើជនរងគ្រោះបំផ្លាញការពិតទាំងស្រុងមេធាវីស៊ូមិនខុសតតែសោះមកពីវងហ៊ីធ្វើខ្លួនឯងទេគាំទ្រមេធាវីសូនេះទើបជាមនុស្សល្អពិតប្រាកដពួកយើងគាំទ្រមេធាវីសូពួកយើងគាំទ្រមេធាវីសូពួកយើងគាំទ្រមេធាវីសូស្ងាត់លោកចៃក្រមមិនថាមានបំណងអ្វីក៏ដោយសម្រាប់ធម្មជាតិស្វែងរកតាមសំខាន់គឺការពិតភាពតឹងរឹងនៃច្បាប់មិនអាចរំលោភបំពានបានឡើយគេបំផ្លាញនីតិវិធីយុត្តិធម៌ត្រូវតែទទួលទោសធ្ងន់នេះមិនមែនជាការកាត់ក្តីតាមសិលធម៌ទេគឺជាតុលាការមែនហើយនេះគឺជាតុលាការភាពតឹងរឹងនៃច្បាប់មិនអាចរំលោភបំពានបានឡើយលោកម្ចាស់វងតាមម្នាក់ណាប្រជាពលរដ្ឋរាប់ពាន់អ្នកជួបជុំគ្នាកាន់ផ្ដាត់វ៉ាទាមទារឲ្យតុលាការកាត់ក្តីថាមេធាវីសុគ្មានទោសផ្ដល់ភាពស្អាតស្អំជូនមេធាវីសូច្បាប់ត្រូវបានគេមួយបង្កាច់ផ្ដល់ភាពស្អាតស្អំជូនមេធាវីសូសម្រាប់ក្តីថាគ្មានទោសមើលឲ្យច្បាស់នេះគឺឆ្នាំ2022មេធាវីសូជួយប្តឹងទារសំណងរបួសការងារឲ្យខ្ញុំត្រូវគេបុកបាក់ជើងនៅផ្សារថៅកែជំពាក់លុយហើយរត់បាត់មេធាវីសូជួយរត់ការរឿងធានារ៉ាប់រងសង្គមអស់3ខែ
គាត់ជួយចេញលុយផ្ទាល់ខ្លួនអស់ជាង3,000 យន់ឥឡូវខ្ញុំទទួលបានសំណងពី800យន់ក្នុងមួយខែប្រាក់សំណងសំបីបាយប្រអប់មួយពេលក៏គាត់មិនដែលហូបដែរមនុស្សល្អបែបនេះតើអាចជាមនុស្សអាក្រក់បានយ៉ាងម៉េចណែបងប្រុសអោខៀវតើអ្នកក៏ធ្លាប់ទទួលបានការប្រឹក្សាគិតថ្លៃពីមេធាវីស៊ូដែរមែនទេពិតមែនហើយមេធាវីស៊ូជួយប្តឹងក្តីឲ្យខ្ញុំគាត់មិនបានយកលុយខ្ញុំសំបី1សេនទេខ្ញុំក៏អាចធ្វើជាសាក្សីបានដែរពីឆ្នាំមុនអញ្ចឹងមេធាវីស៊ូទ្រាំសម្ពាធបញ្ចេញរឿងក្តីអយុត្តិធម៌មេធាវីបែបនេះនឹងមកធ្វើជាសាក្សីមិនអាចទៅរួចទេវងសៃវិនគឺស្អាតស្អំយូមេងគ្មានទោសទេហឺសៃវិនគឺស្អាតស្អំគាត់ពិតជាគ្មានទោសទេគូវ៉ាន់គឺស្អាតស្អំពលរដ្ឋទាមទារភាពស្អាតស្អំជូនអ្នកស្លាប់ពេលនេះមកទៅលើអ៊ីនធឺណិតបានប្រែប្រួលហើយអ្នកមើលការផ្សាយផ្ទាល់លើសពី4លានអ្នកពេញអេក្រង់សុទ្ធតែជារបស់អ្នកលេងអ៊ីនធឺណិតដែលថាគាត់គ្មានទោសតាមពិតខ្ញុំបានខំការពារអ្នកអស់ពីសមត្ថភាពកន្លងមកខ្ញុំគ្រាន់តែជាមនុស្សតូចតាចម្នាក់គឺអ្នកទាំងនេះហើយតែសុខចិត្តឈរការពារមនុស្សមិនស្គាល់គ្នាវាពិតជាកក់ក្ដៅណាស់លោកចៃក្រមប្រជាជនខាងក្រៅនិងអ្នកលេងអ៊ីនធឺណិតទាំងនោះតើពួកគេដឹងអ្វីខ្លះពីច្បាប់ដឹងអ្វីខ្លះពីយុត្តិធម៌គ្រាន់តែត្រូវបានស៊ូយ៉ាងខៀវប្រើភាពស្មោះត្រង់តាមច្បាប់ដ៏ថោកទាបដើម្បីទិញការអាណិតអាសូរដើម្បីដោះបន្ទុកសូម្បីតែ5ទេសាធារណៈជាឧបករណ៍កាត់ក្តីដ៏ថោកទាបតើអ្នកសមជាមេធាវីទេទោះជាយ៉ាងណាក៏ដោយវាក៏មិនអាចផ្លាស់ប្ដូររឿងក្តីរបស់វងហ៊ីវបានដែរចំពោះការលាក់បាំងភស្តុតាងសំខាន់និងបទល្មើសរំលោភលើនីតិវិធីច្បាប់សូមភាគីចុងចោតឆ្លើយតបរបាយការណ៍ការងារតុលាការកំពូលឆ្នាំ2017ខ្ញុំយល់ហើយរបាយការណ៍ការងារតុលាការកំពូលឆ្នាំ2017បានបញ្ជាក់យ៉ាងច្បាស់ថាការកាត់ក្តីត្រូវតែផ្អែកលើច្បាប់រដ្ឋនិងសិលធម៌មនុស្សធម៌ដើម្បីជួយម្ដាយរបស់គាត់វងជួយពេលវាបំបាក់ជើងជន់បង្កហេតុមេធាវីស៊ូលាក់ភស្តុតាងគឺដើម្បីការពារអនីតិជនពីការជាប់គុកនេះមិនមែនជាការជន់ឈ្លីច្បាប់ទេនេះជាការប្រើខ្លឹមសារមេដារបស់ច្បាប់ដើម្បីទល់ឲ្យភាពយុត្តិធម៌ខ្ញុំរកឃើញហើយរបាយការណ៍តុលាការកំពូលឆ្នាំ2017និយាយថាយុត្តិធម៌មិនអាចអនុវត្តតាមបែបម៉ាស៊ីនឡើយត្រូវគិតដល់មនោសញ្ចេតនាដ៏សាមញ្ញរបស់រាជគិតមើលទៅបើវងជួយត្រូវជាប់ទោសជីវិតគាត់ច្បាស់ជាខូចអស់ហើយមែនហើយមេធាវីស៊ូមិនបានល្មើសច្បាប់ឡើយគាត់ទើបជាអ្នកប្រើច្បាប់ការពារអ្នកទុនខ្សោយពិតប្រាកដគាត់ពិតជាមេធាវីល្អរបស់ប្រជាជនមែនពួកយើងគឺមេធាវីយេទុកឲ្យគាត់និយាយច្បាប់ទើបមានភាពស័ក្តិសិទ្ធិស្ងាត់ស្ងៀមតើដើមចោតមានអ្វីបន្ថែមដែរឬទេលោកចៃក្រមមាត្រា37នៃច្បាប់មេធាវីបានចែងយ៉ាងច្បាស់ថាមេធាវីមិនត្រូវធ្វើសកម្មភាពក្នុងពេលបំពេញភារកិច្ចលាក់បាំងអង្គខេត្តសំខាន់ដែលពាក់ព័ន្ធនឹងរឿងក្តីស៊ូយ៉ាងឃីវដឹងច្បាស់ថាវងជួយគឺជាជនបង្កហេតុពិតប្រាកដតែបែរជាសរសេរក្នុងពាក្យការពារថាវងហ៊ីវសម្លាប់ខ្លួនបើនេះមិនមែនជាការលាក់បាំងតើវាជាអ្វីទៅ8ឆ្នាំវងហ៊ីវបានជាប់គុកអស់រយៈពេល8ឆ្នាំជើងរបស់គាត់នៅតែមិនទាន់ជាសះស្បើយនេះឬអ្វីដែលស៊ូយ៉ាងឃីវហៅថាការការពារអ្នកទុនខ្សោយវងហ៊ីវគឺជាជនបង្កហិង្សាក្នុងគ្រួសារជោគជ័យវាសមុខគេហើយឈប់ទៅពួកអ្នកឯងដែលមិនយល់ដឹងពីច្បាប់ហេតុអ្វីបានជាយកសិលធម៌មកបង្ខិតបង្ខំប្រព័ន្ធយុត្តិធម៌ច្បាប់គឺជាកន្លែងរកខុសត្រូវមិនមែនជាទីផ្សារលក់បន្លាយទេលោកចៃក្រមដ៏ខ្ពង់ខ្ពស់សេចក្តីថ្លៃថ្នូរនៃច្បាប់មិនអាចរំលោភបំពានបានឡើយយោងតាមមាត្រា306នៃក្រមព្រហ្មទណ្ឌស៊ូយ៉ានឈីវត្រូវបានចាប់ប្រកាន់ពីបទរារាំងសាក្សីត្រូវផ្តន្ទាទោសដាក់ពន្ធនាគារលើសពី3ឆ្នាំលោកគ្រូពេទ្យចាងតើអ្នកគិតថាច្បាប់គ្រាន់តែជាអត្ថបទដ៏ត្រជាក់មែនទេជប់យកទ្រឹស្តីសាលាច្បាប់មកប្រើជាមួយខ្ញុំទៅអ្នកគិតថាការស្រែកពាក្យស្លោកទាំងនេះដើម្បីបោកប្រាស់ប្រជាជនមិនដឹងច្បាប់ឲ្យរួចខ្លួនបានមែនទេចៅក្រមមើលតែលើភស្តុតាងប៉ុណ្ណោះចាំបន្តិចទៀតពេលប្រកាសសាលក្រមចាំតែត្រូវគេដាក់ក្នុងនាំខ្លួនចេញទៅចុះក្រោយការពិភាក្សាតុលាការយល់ឃើញថាស៊ូយ៉ានឈីវបានលាក់បាំងការពិតរឿងវ៉ាងស៊ួយបង្កប៊ូស្នាមទោះជាដើម្បីការពារអនីតិជនប៉ុន្តែវាពិតជាបានល្មើសនឹងមាត្រា37នៃច្បាប់ស្តីពីមេធាវីសកម្មភាពរបស់គាត់លោកចៃក្រមបើចង់ដាក់ទោសសូមដាក់ទោសខ្ញុំទៅគឺខ្ញុំជាអ្នកអង្វរឲ្យស៊ូលីលាក់បាំងស្ងាត់តុលាការប្រកាសសាលក្រមលោកចៃក្រមឯកសារបន្ទាន់ 3.052 សុំធានាដែលចុះហត្ថលេខារួមគ្នាដោយមេធាវីអាជីពមិនអាចទៅរួចទេមនុស្សជាង 3.000 នាក់វិជ្ជាជីវៈមេធាវីគឺជាគូប្រជែងនឹងគ្នាតាំងពីដើមមកមិនក៏មានមនុស្សច្រើនម្លេះដែលជួយស៊ីយ៉ាងខៀវដើម្បីធានាឲ្យនាងនេះច្បាស់ជាខ្លាំងខ្លាយហើយមេធាវីយ៉ាងហេនៅពេលកាំងកាលពីឆ្នាំមុននៅតែឆ្លោះជាមួយស៊ីយ៉ាងខៀវក្នុងតុលាការសោះមិននឹងអាចមកធានាឲ្យនាងបានពួកយើងជាតំណាងសម្ព័ន្ធអ្នកច្បាប់ក្នុងនេះមានហត្ថលេខាផ្ទាល់ដៃរបស់មេធាវី 3.052 នាក់ក្នុងនោះរួមមានអតីតចៅក្រម15រូបនិងអ្នកជំនាញច្បាប់37រូបស៊ូយ៉ាងខៀវបានលាក់ភស្តុតាងខ្លះក្នុងរឿងក្តីវងគឺដើម្បីការពារសិទ្ធិស្របច្បាប់របស់អនីតិជនវងជួយស្របតាមក្រមសីលធម៌វិជ្ជាជីវៈមេធាវីមាត្រា12ការថ្លឹងថ្លែងក្នុងកាលៈទេសៈពិសេសអ្នកស៊ើបសួរពីការធានារបស់យើងហេតុអីបានជាអ្នកទាំងអស់គ្នាឈួតអស់ហើយគេគ្រាន់តែជាអ្នកឱកាសនិយមដែលល្បីតាមរយៈការបំពងវ៉ាងហ៊ូកាលពី10ឆ្នាំមុន
គេយកលុយ Chenmo ដើម្បីធ្វើសាក់សីខ្លាំងខ្លាយចុះអ្នកទាំងអស់គ្នាបានលុយពីគេប៉ុន្មានដែរធ្វើសាក់សីខ្លាំងខ្លាយត្រូវធ្វើរឿងបែបហ្នឹងមែនទេរ៉ាវយ៉ានិយាយថាឥឡូវនេះអ្នកសុចរិតណាស់តែ10ឆ្នាំមុនវ៉ាងអាហ៊ូបានធ្វើបាប Chenmo ប្រពន្ធខ្លួនឯងវារហូតបាក់ឆ្អឹងជំនី3កាមយកកន្ទុយបារីមកលើឆ្អឹងស្លាប់ប្រជារបស់នាងដុតរោជាស្នាមរៀងព្រះច័ន្ទកោងតើអ្នកណែណាពេលដែលវ៉ងឈួយលើកញួរវាវ៉ងហ៊ីវគេមិនមែនកំពុងប្រព្រឹត្តបទល្មើសទេតែគឺជំនួសមុខឲ្យច្បាប់ដើម្បីបំពេញកិច្ចការពារដែលខ្លួនគួរតែធ្វើក្មេងម្នាក់នេះពេលនោះគេទើបតែគ្រប់អាយុប៉ុណ្ណោះតើត្រឹងឲ្យច្បាប់បោះបង់ចោលមែនទេខ្ញុំគ្រាន់តែចង់ចំណាយតិចបំផុតដើម្បីការពារគេនៅពេលដែលគេនៅជាអនិច្ចជនមិនឲ្យរងការចោទប្រកាន់ថាជាអក្រិតជនមនុស្សដូចអ្នកដែលចេះតែតោងទាមពាក្យពេចន៍ក្នុងច្បាប់អ្នកដែលចាត់ទុកនីតិវិធីតុលាការជាម៉ាស៊ីនដ៏ត្រជាក់នឹងមិនយល់ឡើយពុកមានសំជាញាក់ខ្លះទៅខ្ញុំខុសហើយខ្ញុំសារភាពរ៉ាវយ៉ាឈឹងនិយាយថាឲ្យតែសម្រាលគ្រប់ខែនឹងឲ្យ1 លានសម្រាប់ចិញ្ចឹមជីវិតនេះជាលុយ3សែនដែលឪពុកត្រកូលឆៃឲ្យខ្ញុំនៅក្នុងប៉ុមទាំងអស់ទេខ្ញុំអត់មានទេតុលាការនេះតាមរយៈ hearing ហៅប្រកាសសាលក្រមទី1សកម្មភាពលាក់ផូស្តាំងរបស់ស៊ូយ៉ាងឃីវក្នុងរឿងក្តីវ៉ងហ៊ីវដើម្បីការពារសិទ្ធិស្របច្បាប់របស់បុគ្គលល្បីនៅវ៉ាន់ឆឹងមិនបានបង្កឲ្យមានអយុត្តិធម៌តុលាការជាក់ស្ដែងឡើយសម្រាប់ថាគ្មានទោសទី2យ៉ាវយ៉ាឈឹងមានទោសពីបទបង្កាច់បង្ខូចយោងតាមមាត្រា243នៃក្រមព្រហ្មទណ្ឌប្រន្ទាទោសដាក់ពន្ធនាគារកំណត់3ឆ្នាំឈ្នះហើយខ្ញុ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 ំឈ្នះហើយអរគុណអ្នកទាំងអស់គ្នាដែលជឿជាក់លើភាពកក់ក្ដៅនៃច្បាប់វ៉ងឈួយទោះបីជាច្បាប់អាចនឹងមកដល់យឺតប៉ុន្តែអ្នកត្រូវតែជឿជាក់ជានិច្ចថាច្បាប់នឹងមិនបោះបង់អ្នកដែលការពារយុត្តិធម៌ឡើយថ្ងៃនេះខ្ញុំមិនមែនជាកុលាបមុខដែរទេតែជាអ្នកជឿជាក់លើភាពយុត្តិធម៌ជាមនុស្សសាមញ្ញដែលមិនជាប់ចំណងដោយមាត្រាច្បាប់ជីវិតនៃច្បាប់មិនមែនស្ថិតនៅក្នុងក្រមច្បាប់ឡើយហើយក្នុងចំណោមពួកយើងសុខចិត្តការពារអ្នកទុនខ្សោយក្រោមមេឃដ៏ស្រឡះម៉ាក់កូនរងចាំម៉ាក់យូរហើយខ្ញុំជឿថាពន្លឺនឹងអាចយកឈ្នះភាពងឹតបានលោកប្រធានលីនលើកនេះសាន់លេហ៊ីវត្រូវបានដោះលែងមេធាវីយ៉ាវយ៉ាឈុងជាប់ពន្ធនាគារ3ឆ្នាំអត្ថប្រយោជន៍យ៉ាវយ៉ានិយាយថាម្នាក់នេះអត់ប្រយោជន៍ខ្ញុំជឿជាក់លើគេខ្លាំងណាស់តែបែរជាទទួលបានលទ្ធផលបែបនេះលោកប្រធានមានតែបន្ទោសស៊ឺយ៉ាងខៀវប៉ុណ្ណោះកេរ្តិ៍ឈ្មោះក្នុងសង្គមនិងមហាជនខ្ពស់ពេកមេធាវីយ៉ាវគ្មានផ្លូវតតែសោះរឿងក្តីរបស់ជាវយ៉មិនអាចកែប្រែបានទៀតទេកូនអបតញ្ញមម្នាក់នេះខ្ញុំបានប្រាប់វារួចហើយទៅប៉ះពាល់មនុស្សមានអំណាចបែបនេះគ្មានអ្នកណាជួយវាបានទេឥឡូវនេះចប់សពគ្រប់អស់ហើយវាសនាត្រូវកំណត់រួចហើយឈប់ទៅកុំនិយាយពីគេទៀតចាប់ពីថ្ងៃនេះទៅលេងគ្រូបមានតែពឹងលើខ្ញុំប៉ុណ្ណោះខ្ញុំឲ្យអ្នកជាអ្នកទទួលខុសត្រូវរងតម្លៃ0 រៀលនោះយ៉ាងម៉េចដែរលិខិតអនុញ្ញាតកំពុងដំណើរការតែតាវ៉ងនៅភូមិឆៅឈឹងនាំអ្នកភូមិមកបង្កបញ្ហារាល់ថ្ងៃអីចឹងទុកឲ្យពួកគេធ្វើទៅកិច្ចសន្យាខ្លាំងៗដែលខ្ញុំឲ្យអញរៀបចំរួចរាល់ហើយឬនៅចាំទុកឲ្យច្បាស់កុំឲ្យអ្នកណាចាប់ចំណុចខ្សោយបានឲ្យសោះម្យ៉ាងទៀតឲ្យស៊ូយ៉ាងខៀវជាអ្នកទទួលកំហុសតាមផែនការប្រាប់ទៅអារ៉េងកុំចាត់បងប្អូនទាំងពីរអ្នករបស់វាបើអាយ៉ាងមិនព្រមធ្វើគឺប្រើក្រុមគ្រួសារវាដើម្បីគំរាមវាខ្ញុំនឹងផ្ដល់ប្រាក់បិទមាត់ឲ្យអាយ៉ាងមួយចំនួនដល់ពេលនោះឲ្យវាចង្អុលមុខអញផ្ទាល់តែម្ដងស៊ូយ៉ាងខៀវមេធាវីសករណីលើកនេះឈ្នះដាច់តែម្ដងកិច្ចការក្នុងមន្ទីរមេធាវីក៏រីកចម្រើនខ្លាំងដែរម្នាក់សុទ្ធតែសរសើរថាលោកជាមេធាវីល្អករណីឧស្សាហកម្មរបស់មន្ទីរមេធាវីយើងត្រូវតម្រង់ជួរចាំដល់ឆ្នាំក្រោយឯណោះថែមទាំងមានស្ថានីយទូរទស្សន៍ចង់សម្ភាសលោកទៀតផងពិតមែនហើយម៉ាក់កាលពីម្សិលមិញវ៉ាងហ៊ូហាក់មិនស្មុគក្នុងចិត្តសោះក្នុងខមមិនគេនាំគ្នាលេងសាច់ថាចង់ជួលមុខមន្ត្រីឲ្យលោកកុំសរសើរជ្រុលពេកកាន់តែល្បីកាន់តែត្រូវប្រយ័ត្នដូចពាក្យថានៅកន្លែងខ្ពស់រមែងត្រជាក់ខ្លាំងលោកគឺជាមេធាវីស៊ូមែនទេសូមជួយសង្គ្រោះឈ្នាបសពពួកយើងផងលីងតរងចង់បានភ្នូបុកបរោះពួកយើង
អញ្ជើញអង្គុយសិនមកមិនបាច់ប្រញាប់ទេសន្សឹមនិយាយមកតើមានរឿងអ្វីកើតឡើងចំពោះឈ្នាបសពហ្នឹងមេធាវីស៊ូខ្ញុំឈ្មោះវ៉ាងស៊ូហ្គេនអ្នកភូមិឈោឈ្នាបសពនេះបន្សល់ទុកតាំងពីសម័យខ្វាងស៊ីគ្រានោះមានគ្រោះរងស្ងួតស្លាប់មនុស្សអស់ជាង 30,000 នាក់លោកតាទូតរបស់ខ្ញុំបាននាំអ្នកភូមិទាំងអស់ជីកដីកន្លែងនេះដើម្បីបញ្ចុះសពអ្នកភូមិដែលដាច់ពោះស្លាប់ជុំគ្នាថែមទាំងបានបញ្ឈប់ទាំងថ្មចារឹកសម្រាប់អ្នកស្លាប់ទៀតផងមេធាវីជូមើលខ្សែក្រហមនេះមើលនេះច្បាស់ជារបស់ពួកយើងហើយជាភ្នូដូនតាដែលយើងការពាររាប់ចំនួនគេចង់សង់សុហានត្រកូលដួនលើភ្នូដូនតាយើងសំបីទាំងផ្សាយពាណិជ្ជកម្មក៏ដាក់ស្រេចថែមទាំងសរសេរថាជីដីហុងស៊ុយល្អលក់ចាប់ពី1សែនឡើងទៅមិនគួរណាមានរឿងបែបនេះសោះវាជាការពិតបំផុតសប្តាហ៍មុនគេបើគ្រឿងចាក់មកវីកំតិចជាងម៉ែខ្ញុំចូលទៅខាត់ត្រូវគេវីរហូតក្អួតឈាមភ្លាមឥឡូវគេពាត់របងចិត្តអស់ហើយពាត់ដោយលូបន្លាបិទស្លាកតំបន់សាងសង់របស់ក្រុមហ៊ុនដួនសំបីតែក្បាលភ្នូក៏ត្រូវគេបាច់កំបោរដាក់មិនត្រឹមតែប៉ុណ្្នឹងទេម្សិលមួយថ្ងៃគេបានគាស់ភ្នូគ្មានឈ្មោះនៅខាងកើតធ្វើឲ្យឆ្អឹងខ្ចាក់ខ្ចាយពេញដីខ្ញុំប្រញាប់រើសមុនគ្រឿងចាក់មកដល់តែបែរជាប៉ះលោកពូវាងដែលចូលទៅរារាំងមេភូមិត្រូវគេធ្វើបាបខ្លាំងណាស់ស្ទើរតែស្លាប់ទៅហើយនេះពិតជាគ្មានច្បាប់ទម្លាប់មែនតើពួកគេចង់ប្រើប្រាស់ប្រការច្បាប់ដើម្បីរំលោភយកឬប្រើប្រាស់ប្រការច្បាប់តែវាជារបស់ខ្លាំងៗលីនតរងនៅតែប្រកែកថាឆ្នាំ2001ខ្ញុំបានចុះកិច្ចព្រមព្រៀងផ្ទេរសិទ្ធិជំនួសអ្នកភូមិទាំងអស់ប៉ុន្តែពេលនោះខ្ញុំកំពុងឈឺកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យជីតុងតើអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានយ៉ាងម៉េចនេះច្បាស់ជាការក្លែងបន្លំហើយមនុស្សជាច្រើននិយាយថាបើមិនព្រមរើចេញនៅដំណាច់ខែនេះទេអ្នកនឹងកប់ពួកយើងទាំងអស់គ្នាជាមួយគ្នាមេធាវីស៊ូកន្លែងនោះគឺជាស្គររបស់យើងមិនអាចកប់បានទេសូមជួយពួកយើងផងរួមគ្នាការពារបងធំមេធាវីស៊ូរឿងនេះហាក់ដូចជាមានបញ្ហាបន្តិចហើយល្បិចរបស់លីងតរងគឺថោកទាបណាស់ការប្រើល្បិចចកខ្វក់ជារឿងដែលគេតែងតែធ្វើរឿងក្តីនេះខ្ញុំទទួលយកសូមក្រោកឡើងរួចអញ្ជើញចូលមកបាត់ពិតមែនហើយខ្ញុំនឹងជួយរកយុទ្ធធរជូនអ្នកឲ្យបានទោះជាលេនតរងក៏ដោយទោះគ្រឿងចាក់បើកមកដល់មុខតុលាការក៏ខ្ញុំត្រូវតែឲ្យគេដឹងដែរថាចប់ជីកយុទ្ធធរអាចកោះកាយរាល់អំពើអាក្រក់ដែលលាក់កំបាំងលោកប្រធាននេះជាពាក្យបណ្ដឹងរួមគ្នារបស់អ្នកភូមិ NU គឺជាអ្នកកាន់កាប់ដោយខុសច្បាប់នេះគឺជាបញ្ជីឈ្មោះដើមបណ្ដឹងអ្នកដឹកនាំគឺជាតាចាស់វងអ្នកចាំភូមិពួកអ្នកស្រែដឹងអីពីរឿងច្បាប់ប្រាប់ផ្នែកច្បាប់ឲ្យរៀបចំសេចក្តីប្រកាសមួយនិយាយថានេះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានតែមេធាវីដើមបណ្ដឹងគឺជាស៊ីយ៉ាងឃីមែនទេស្អីស៊ូយ៉ាងឃីទៀតហើយតើគេកំពុងនិយាយរឿងមិនពិតពីខ្ញុំអីហ្នឹងឆាប់លុបប្របាយការគំលេតអ្នកមានអ្នកក្រចោលឲ្យអស់ប្រាប់ក្រុមសន្តិសុខឲ្យទៅជំរះទីតាំងតម្កល់សពខ្ញុំគ្រាន់តែចង់បានសាក្សីនិងភស្តុតាងប៉ុណ្ណោះបាទស៊ូយ៉ាងជីវបើឯងធ្វើឲ្យខូចការខ្ញុំមិនលើកលែងឲ្យឯងឡើយស៊ូលីស៊ីចុះភ្នូបុកបរោះត្រូវបានពួកគេឈូសឆាយអស់ហើយឈូសឆាយសារជាថ្មីចុះសាលាចារឹកទាំងនេះវិញនេះជាសាលាចារឹកដូនតាយើងណាពួកគេថែមទាំងចង់យកវាធ្វើជាគ្រឹះផ្ទះទៀតសៀវលីវថតរូបស្នាមសឹកលើសាលាចារឹកនេះទុកទៅជប់ភ្លាមទៅពួកអាចកែពួកឯងមកពីណាថតស្អីផ្ដេសផ្ដាស់ហ្នឹងលោកប្រធានលីនប្រាប់ថាឥឡូវនេះវាជាទីតាំងឯកជនពួកឯងកំពុងល្មើសច្បាប់ពួកយើងកំពុងប្រមូលភស្តុតាងតាមច្បាប់ពួកឯងចង់ធ្វើអ្វីនេះគឺជាមេធាវីស៊ូណាពួកឯងហ៊ានហីអាចាស់នេះចេះយកអំណាចរដ្ឋមកកំញែងបានសម្រុំដែរតាចង់លេងល្បិចនៅមុខយើងមែនទេនរណាឲ្យក្បាលឯងហ៊ានម្លេះខ្ញុំគឺជាមេធាវីតំណាងរបស់គាត់ស៊ូយឹកជីវពួកឯងហ៊ានធ្វើរឿងនៅចំពោះមុខមេធាវីផងហីខ្ញុំព្រមមានពួកឯងសកម្មភាពរបស់ពួកឯងកំពុងរារាំងការប្រមូលភស្តុតាងតាមច្បាប់មេធាវីស៊ូយ៉ងជីវមីស្រីចង្រៃមេធាវីស្អីវាអាហ្នឹងតាមខ្ញុំមើលទៅដូចជាឈ្មោះហៅក្រៅនៅក្នុងផ្ទះបណ្ណាមួយវិញហាសីតុណ្ហភាពចិត្តនឹងទេហើយនៅថាមិនសុវត្ថិភាពទៀតរកបានមេធាវីស្រីកំណាចម្នាក់ចង់ងាប់ឲ្យលឿនជាងនេះមែនទេនៅចង់មកប្រមូលភស្តុតាងស្អីទៀតតើអ្នកដឹងទេថាដីនេះជារបស់អ្នកណាគ្រប់គ្រងលីងឡុងធូមូធូមែនទេតែខ្លាំងជាងច្បាប់ឥតន័យរបស់ពួកឯងទៅទៀតនេះជាដីដូនតារបស់យើងណាពួកឯងនឹងស្លាប់មិនស្រួលទេអាចារ្យបើហែងហ៊ានហើបមាត់តែមួយម៉ាត់ទៀតអញនឹងយកទាំងឆ្អឹងស្អុយនៅក្រោមដីនោះយកមកធ្វើជាគ្រឹះផ្ទះឲ្យអស់អញប្រមានពួកឯងគ្រប់ទង្វើដែលពួកឯងធ្វើគ្រប់សម្ដីដែលពួកឯងនិយាយនឹងក្លាយជាភស្តុតាងនៅក្នុងតុលាការសៀវលីវថតវាទុកឲ្យល្អនៅចង់សង្ឃឹមលើលីវចិនយូអីយកសັບទៅមីស្រីមិនចេះងាប់រស់មេបាននិយាយថាទោះបីជាអញក៏ពួកហែងចោលនៅទីនេះទាំងអស់សំបីតែទូទាំងអាណាចក្រហានទាំងមូលក៏គ្មាននរណាហ៊ានហាប់មាត់មួយម៉ាត់ដែរកុំច្រឡះបះពេកកូនប្រុសខ្ញុំធ្វើការនៅនាយកដ្ឋានព្រំទុនគង់តែមានថ្ងៃវាយកក្បាលពួកអញទេ
នាយកដ្ឋានចោរកម្មមែនទេខ្ញុំចាំបានថាពីមុនមានតាចាស់ម្នាក់ឈ្មោះលីគាត់ក៏ធ្លាប់ទៅញ៉ៃញ៉ៃនៅទីនោះដែរចាំមើលស្អែកឯងនឹងទៅជាយ៉ាងណាឥឡូវស្មៅលើភ្នោគាត់ដុសខ្ពស់បាត់ទៅហើយហាពិតជាគ្មានច្បាប់ទម្លាប់មែនមីងទៅរងឲ្យពួកឯងមកកំទេចសឹកមែនទេនៅក្រោមដីនេះកប់តាំងពីសម័យខ្វាំងស៊ីឆ្នាំដែលមនុស្សបង្អត់អាហារស្លាប់300នាក់យកឆ្អឹងបុកបរោះមកធ្វើហុងស៊ុយដីមិនខ្លាចខ្មោចលងពាក់កណ្ដាលអាធ្រាត្រទេអីខ្មោចមិនគួរឲ្យខ្លាចដូចមនុស្សទេបើអីចឹងខ្ញុំសម្លាប់ឯងឥឡូវនេះទៅតាមពួកគេទៅឈប់ភ្លាមពួកឯងខ្លងអស់ហើយមែនទេមេធាវីជួយខ្ញុំសុំទោសដែលអប់រំពួកគេមិនបានល្អពួកអាសម្រាប់មិនស្គាល់ខ្ពស់ទាបហ៊ានមកប៉ះពាល់អ្នកខ្ញុំសុំទោសជំនួសលោកប្រធានលេនតាមមកពីការអប់រំមិនល្អឬក៏មានអ្នកនៅពីក្រោយលោកប្រធានលេនគួរតែដឹងច្បាស់ក្នុងចិត្តហើយមេធាវីជួយអ្វីដែលអ្នកនិយាយខ្ញុំយល់ហើយបើអ្នកខឹងខ្ញុំនឹងចាត់ការពួកវាឲ្យអ្នកតើអ្នកណាផ្ដល់សេចក្តីក្លាហានឲ្យពួកឯងឆាប់សុំទោសមេធាវីសភ្លាមដឹងថាត្រូវខ្លាចអ្នកណាហើយនៅក្រុងហេជិនលោកប្រធានលេនគោរពតែលោកម្នាក់ទេមេធាវីសគឺជាមនុស្សដំបងគេចង់ឲ្យលោកប្រធានស្លាប់ទៅតាមពួកឯងដែរមែនទេរឿងថ្ងៃនេះបើគាត់ចាប់កំហុសបានត្រកូលលេងនឹងត្រូវវិនិច្ឆ័យមិនខានពួកឯងក៏នឹងត្រូវជាប់ដែរអ្នកស្រីជួឲ្យពួកយើងមិនមែនជាអ្នកធំឯណាសូមមេត្តាផងសូមអភ័យទោសផងមេធាវីជូសូមលោកស្រីបន្ធូរកំហឹងសិនពួកនេះសុទ្ធតែជាពួកល្ងងដែលចេះតែធ្វើការនៅការដ្ឋានពួកនេះរឹងក្បាលណាស់ពេលឃើញអ្នកចម្លែកចូលមកក៏ស្មានតែមកបង្កបញ្ហាឥឡូវគម្រោងកំពុងតែមានញឹកពេលពួកវាឃើញអ្នកចម្លែកខ្លាចយឺតការងារទៅពួកវាប្រហិង្សាបែបនេះត្រូវដឹងថាលិខិតអនុញ្ញាតពីរដ្ឋាភិបាលចេញមកហើយបើពន្យាពេលតែមួយថ្ងៃនឹងខាត់បងរាប់លានឲ្យតែខ្លាចយឺតការងារគឺអាចវេមនុស្សតាមចិត្តអីចឹងមិនឆាប់ចេញទៅទៀតបើគម្រោងរបស់ប្រធានលីនត្រូវរងស្ទះពួកឯងម្នាក់ក៏រត់មិនរួចដែរចេញទៅប្រយ័ត្នខ្លួនខ្ញុំមិនទៅទេចាំសិនមនុស្សទាំងនេះត្រូវតែនៅទីនេះការបំផ្លាញទ្រព្យសម្បត្តិនិងបង្កបួសស្នាមដោយចិត្តណារឿងនេះខ្ញុំដឹងហើយពួកគេជាសន្តិសុខនៃក្រុមហ៊ុនលីនគ្រប់របស់អ្នកពួកគេមានចិត្តណាបំផ្លាញទ្រព្យសម្បត្តិនិងរាងកាយបង្កបួសស្នាមបត់ចោតទាំងពីរនេះល្មមឲ្យខាងត្រកូលលីនជួមេធាវី2នាក់ហើយមេធាវីស៊ូហេតុអ្វីត្រូវតឹងតែងម្លេះនេះជាសាច់ដែលថ្នាក់ដឹកនាំឲ្យខ្ញុំយកមកជូនលោកអាចសរសេរចំនួនទឹកប្រាក់តាមចិត្តឲ្យតែពួកយើងមានលទ្ធភាពនិងប្រគល់ជូនឲ្យបានរឿងនេះវាមិនមែនជាការសុកប៉ាន់ទេចាត់ទុកជាសហុយធ្វើដំណើរដែលលោកមកពីឆ្ងាយទៅចុះមេធាវីស៊ូលោកមិនអាចចូលដៃជាមួយពួកគេទេប្រធានលីនថាគាត់មិនបន្ទោសលោកពីរឿងអ្នកប្រុសឡើយមកពីអ្នកប្រុសសាងកម្មក្រាស់ខ្លួនឯងប៉ុន្តែប្រធានលីនរបស់ពួកយើងមិនដូចគ្នាទេគាត់ជាមនុស្សចិត្តធម៌សប្បុរសសង្ឃឹមថាលោកនឹងយល់ពីបំណងល្អរបស់គាត់ការខិតខំរបស់គាត់គឺយកឆ្អឹងទេវតាធ្វើជាគ្រឹះមែនទេលុយដែលលេងទៅឈ្នះទិញទឹកចិត្តខ្ញុំមិនបានទេតែវាគ្រប់គ្រាន់សម្រាប់ទិញបាយខ្លួនឯងត្រូវហើយមេធាវីសពួកយើងការពីក្តីមិនដែលទទួលលុយប្រឡាក់ឈាមឡើយខ្ញុំប្រាប់អ្នកទៅថ្ងៃនេះអ្នកក៏ដូចមនុស្សទាំងនេះដែរសុទ្ធតែមករារាំងមិនឲ្យខ្ញុំយកភស្តុតាងត្រឡប់ទៅប្រាប់លោកប្រធានលេងទៅភស្តុតាងត្រូវបានបំផ្លាញអស់ហើយខ្ញុំមានវិធីធ្វើឲ្យគេបញ្ចេញចរិតពិតជឿយ៉ែនកុំចង់សាកនឹងវិធានការក្តៅដើម្បីតែរៀបតូចតាចទាំងនេះសុខចិត្តបោះបង់ជីវិតមែនទេអ្នកស្មានថាមេធាវីចូលដូចពួកអ្នកមែនទេសុទ្ធតែជាពួកសត្វត្រឆានជន់ឆ្លេរះមេធាវីសិតជាមនុស្សល្អជួយរកយុទ្ធធម៌គិតថាខ្លាចពួកឯងមែនទេប្រាប់លោកប្រធានលេងផងគាត់ស្អប់បំផុតអ្នកដែលមិនស្គាល់ខ្ពស់ទាបក្នុងពេលដែលពួកឯងចង់ទល់នឹងត្រកូលលេងអញ្ចឹងយើងទៅជួបគ្នានៅតុលាការដល់ពេលនោះមិនដឹងថាអ្នកណាឈ្នះអ្នកណាចាញ់ទេខ្ញុំត្រៀមខ្លួនជានិច្ចត្រើយម្ខាងជាទីស្រឡាញ់ដ៏ខុសច្បាប់តុលាការចាប់ផ្ដើមសវនាការសូមអធិស្ឋានចំពោះសមាជិកផ្នែកសន្តិសុខដើមបណ្ដឹងគឺអ្នកការពារភូមិយេឈុនទាំងអស់ខ្ញុំឈ្មោះវ៉ាងស៊ូជិនជាតំណាងអ្នកការពារភូមិខ្ញុំគឺស៊ីយ៉ាងឃីវមេធាវីដើមបណ្ដឹងមេធាវីសើមិនបានជួបគ្នាយូរហើយលើកមុននៅយេឈុនមិនទាន់បានជែកជាមួយលោកថ្ងៃនេះយើងអាចជែកគ្នាឲ្យអស់ចិត្តលោកប្រធានលេងចង់ចាំបានល្អណាស់ស្មានថាបន្ទាប់ពីរឿងកូនប្រុសលោកមកលោកអាចបញ្ឈប់ភាពលោភលន់បានតែមិននឹកស្មានថារឿងនៅផ្ទះដំណើរតែធ្វើឲ្យយើងបានជួបគ្នាមេធាវីស៊ឺមិនបាច់ធ្វើពុតទេដឹងទេថាមេធាវីដែលខ្ញុំអញ្ជើញមកជាអ្នកណា
មេធាវីការពីក្តីយ៉ាវឆៃមកដល់ហើយគឺយ៉ាវឆៃកំពូលអ្នកច្បាប់ពីរាជធានីមិនមែនគាត់នៅតុលាការជាន់ខ្ពស់រាជធានីទេអីហេតុអីមកដល់ហេចឹងគាត់នឹងស៊ីយ៉ាងគៀវរៀនចាប់ចំនួនជាមួយគ្នាការនៅសាលាក្តីសិទ្ធិនិមិត្តគាត់បង្ខំឲ្យស៊ីយ៉ាងគៀវបដូរយុទ្ធសាស្ត្រការពីក្តីឥឡូវអ្នកទាំងពីរត្រូវទល់គ្នាមើលទៅគាត់ចង់មកសងសឹកហើយមេធាវីយ៉ាវទីនេះគឺម្នាក់នោះហើយគឺស៊ីជីតែគេគ្រាន់តែជាមនុស្សល្ងងម្នាក់ប៉ុណ្ណោះងាយស្រួលដោះស្រាយទេសំខាន់គឺស៊ីយ៉ាងខៀវបញ្ហាធំបន្តិចផ្កាកុលាបមុខដៃដ៏ល្បីនៅហេចឹងស៊ីយ៉ាងខៀវមើលទៅក៏ធម្មតាដែរតើ1761 01 11 01 200រក្សាសណ្ដាប់ធ្នាប់ក្នុងនីការសូមគុំឲ្យភាពយុត្តិធម៌កើតមានឡើងនៅទីនេះសំណាងហើយចំណុចសំខាន់នៃរឿងក្តីនេះគឺកិច្ចព្រមព្រៀងដីធ្លីថ្ងៃទី15ខែកក្កដាឆ្នាំ2001ដើមបណ្ដឹងអ្នកភូមិឈ្មោះវ៉ាងស៊ូហ្គេនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសិទ្ធិដីធ្លីផ្ទេរដីឲ្យជួងជាអចិន្ត្រៃយ៍ឲ្យក្រុមហ៊ុនលីនគ្រប់កិច្ចព្រមព្រៀងត្រូវបានបោះត្រាដោយការិយាល័យសារតាមបទបញ្ញត្តិនៃច្បាប់គ្រប់គ្រងដីធ្លីដូច្នេះការសាងសង់របស់ក្រុមហ៊ុនគឺស្របច្បាប់ប្រសិនបើមានកិច្ចសន្យាមែនភាគីម្ខាងទៀតពិតជាបានកាន់កាប់មែនតើអីជួងពិតជាត្រូវរុះរើមែនឬខ្ញុំធ្លាប់ឃើញលិខិតអនុញ្ញាតដីធ្លីឆ្នាំ2001ដីអីជួងស្ថិតក្នុងតំបន់ការពារបេតិកភណ្ឌមិនអាចប្រើប្រាស់សម្រាប់អភិវឌ្ឍពាណិជ្ជកម្មបានទេប៉ុន្តែប្រសិនបើមានកិច្ចសន្យាមែននោះវានឹងក្លាយជាប្រវត្តិសាស្ត្រហើយខ្ញុំមិនដែលបានចុះហត្ថលេខាទេវាខ្លាំងទេចិត្តត្រជាក់ទុកឲ្យខ្ញុំចាត់ការលោកចៃក្រមខ្ញុំជំទាស់ក្នុងឆ្នាំ2001កូនក្តីខ្ញុំលោកវ៉ាងស៊ូជីនបានកើតជំងឺកង់បេះដូងភ្លាមសម្រាប់ព្យាបាលនៅមន្ទីរពេទ្យរដ្ឋធានីអស់28ថ្ងៃនេះជាកំណត់ត្រាពេទ្យនិងបង្កាន់ដៃបង់ប្រាក់សួរថាមនុស្សដែលកំពុងសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់តើអាចទៅចុះកិច្ចសន្យានៅហេជិងឆ្ងាយរាប់ពាន់ម៉ាយបានយ៉ាងម៉េចកំណត់ត្រាពេទ្យគ្រាន់តែបញ្ជាក់ថាគាត់ឈឺវាមិនបានបញ្ជាក់ថាកិច្ចសន្យាត្រូវបានខ្លាញ់បន្លំទេមែនទេហត្ថលេខារបស់លោកវ៉ាងស៊ូជីននៅលើកិច្ចសន្យាធៀបនឹងសំណេរដៃបច្ចុប្បន្នរបស់គាត់មានចំណុចខុសគ្នាជាគោលចំនួន3កន្លែងជាពិសេសភាពកង់នៃតួអក្សរយិនគឺមិនស៊ីគ្នាតតែសោះខាងយើងខ្ញុំស្នើសុំធ្វើការពិនិត្យសំណេរដៃព្យាយាមសុំការពិនិត្យជប់សិនយើងមានភស្តុតាងសំខាន់ជាងនេះក្នុងខែសីហាឆ្នាំ2001កានីរបស់លោកវ៉ាងស៊ូជីនទទួលបានប្រាក់ចំនួន50,000 យុនកំណត់ត្រាផ្ទេរប្រាក់សំណងដីធ្លីសូមសួរដើមបណ្ដឹងតើលុយនេះបានមកពីណាតើនេះមិនមែនជាភស្តុតាងដែលអ្នកទទួលលុយហើយបែរជាត្រឡប់សម្ដីវិញទេតើលោកកំពុងតែគំរាមកំហែងគេមែនទេជំរាបសួរលោកចៃក្រមមិនត្រឹមតែវ៉ាងស៊ូជីនទេដែលបានលុយនេះសូម្បីតែនៅក្នុងតំបន់ក៏ទទួលបានប្រាក់សំណងដែរក្នុងចំនួនទឹកប្រាក់ផ្សេងគ្នាប្រវត្តិប្រតិបត្តិការធនាគារមានច្បាស់លាស់កាលនោះក្រុមហ៊ុន Lane Group បានបង់តាមស្តង់ដារ800យន់រំថ្លៃសេវាផ្ទេរសិទ្ធិដីធ្លីក្នុងភូមិមានតែវ៉ាងស៊ូជីនម្នាក់គត់ដែលយកលុយហើយត្រឡប់សម្ដីឥឡូវបែរជាមកចោទថាកិច្ចសន្យាជាការក្លែងបន្លំនេះច្បាស់ជាដោយសារគិតថាបានសំណងតិចទើបឆ្លៀតឱកាសមកជំរិតទាវប្រាក់មិនពិតទេលុយ50,000 យន់នេះគឺជាលុយកូនប្រុសខ្ញុំវ៉ាងជីនយិនធ្វើការនៅរោងចក្រថ្លៃព្យាបាលដែលសន្សំឲ្យខ្ញុំកាលនោះអ្នកភូមិទាំងមូលដឹងថាខ្ញុំឈឺធ្ងន់ជីនយិនខ្លាចខ្ញុំគ្មានលុយព្យាបាលគាត់ធ្វើការ3កន្លែងនៅរោងចក្រដើម្បីសន្សំលុយឲ្យខ្ញុំតែស្នាមវះកាត់របស់ខ្ញុំនេះជាស្នាមខ្លាំងៗមែនទេមែនទេប៉ុន្តែខាងខ្ញុំបានរកឃើញថាឆ្នាំ2001វ៉ាងជីនយិនមិនបាននៅរោងចក្រភាគខាងត្បូងទេលោកចៃក្រមសំបីតែកន្លែងធ្វើការកូនបង្កើតខ្លួនឯងក៏និយាយមិនច្បាស់ផងតាមមនុស្សចាស់ម្នាក់នេះតែសម្ដីគាត់អាចជឿបានទេអ្នកនិយាយកុហកលោកចៅក្រមវាមិនមែនអញ្ចឹងទេសូមភាគីទាំងពីររក្សាសណ្ដាប់ធ្នាប់តុលាការសូមកុំអារំភើបអីឲ្យគាត់មកបង្ខូចការគិតរបស់អ្នកឲ្យសោះចាំស្ដាប់គាត់និយាយឲ្យចប់សិនពិតជាស្ទីលល្បីរបស់ពិធីក៏មែនបំផ្លាញភាពជឿជាក់របស់សាក់សីសិនរួចប្រើនីតិវិធីដើម្បីបង្វែរការពិតប៉ុន្តែចាំគេបង្ហាញភស្តុតាងឲ្យអស់សិនគឺជាពេលដែលគេលែងអាចតាំងបានក្នុងពេលដែលភាគីដើមបណ្ដឹងមិនព្រមទទួលស្គាល់ខាងយើងមានតែអញ្ជើញសាក់សីចូលមកអញ្ជើញសាក់សីវ៉ាងជីនយន់ចូលក្នុងសនីការខ្ញុំកំពុងឆ្ងល់ថាជីនយន់ឯងមកធ្វើអីដែរតើឯងមកធ្វើជាសាក់សីឲ្យពួកគេមែនទេអាហេងសីកូនអបតញ្ញោតុលាការហាមអ្នកមិនពាក់ព័ន្ធបញ្ចេញមតិពិតជាសមជាអ្នកមានអំណាចនៅរាជធានីមែនសាក់សីវ៉ាងជីនយន់តើអ្នកធ្លាប់ឃើញកិច្ចព្រមព្រៀងផ្ទេរដីធ្លីមួយនេះទេខ្ញុំធ្លាប់ឃើញកាលនោះពុកខ្ញុំសម្រាប់ពេទ្យខ្វះលុយគឺលោកប្រធានលេងឲ្យគេយកលុយ50,000មកឲ្យ
ថាសម្រាប់ប្រើប្រាស់ពេលមានអាសន្នសិនចាំចុះកិច្ចព្រមព្រៀងហើយទើបបង្គ្រប់ប្រាក់ដែលនៅសល់នេះគឺជាហត្ថលេខាពួកខ្ញុំកូនបង្កើតឡើងមកធ្វើសាក់សីដាក់ទោសអីហ្នឹងចុះហេតុអីធ្វើមិនបានខ្លាយទេដឹងឬមួយមកពីតាវាងចាស់ពេកតាអញបានទទួលលុយមិនស្អាតស្អំពីពួកគេមែនទេពុកទទួលស្គាល់វាទៅពុកអាយុច្រើនណាស់ហើយចាំបាច់ឡើងតុលាការធ្វើអីតថ្លៃដីដូនតារបស់យើងណានេះជាការប្រមាថដល់ដូនតាយើងហើយពុកដាច់ចិត្តមែនទេមើលពួកគេធ្វើបាបដូនតាយើងបែបនេះពុកអើយលោកចៃក្រមមើលគ្រូសានេះចុះយកលុយសំណងហើយបែរជាមកត្រឡប់សម្ដីខំខ្ញុំវិញឥឡូវសំបីតែកូនបង្កើតក៏ឡើងមកធ្វើសាក់សីដែរក្រុមហ៊ុនលីនគ្រប់យើងខ្ញុំទិញទីបញ្ចុះសឹកនេះដោយបំណងល្អគឺដើម្បីឲ្យប្រជាជននៅទីនោះមានជីវភាពល្អប្រសើរហេតុអីឥឡូវបែរជាត្រូវគេចោទប្រកាន់មួយបង្កាច់បែបនេះទៅវិញលោកចៃក្រមភីគីដាំចោទមិនត្រឹមតែខ្លាញ់បន្លំហត់លេខាកិច្ចសន្យាថែមទាំងបង្ខំសាក់សីឲ្យផ្ដោតសក្ខីកម្មខ្លាំងៗទៀតគាត់បានប្រើទឹកចិត្តទញ្ញូរបស់កូនប្រុសខ្ញុំបង្វែរប្រាក់សំណង 50,000 យ៉នជាថ្លៃព្យាបាលនេះគឺជាការជំរិតទារប្រាក់យ៉ាងច្បាស់ក្រឡែតមើលទៅតាចាស់វាងពិតជាចង់ជំរិតយកលុយមែនគេសុកចិត្តចំណាយ 50,000 ដើម្បីទិញដីចាត់ទុកថាធ្វើល្អដល់កម្រិតហើយតាចាស់នេះចង់បានអីទៀតគឺកាលពីឆ្នាំ 2001 លុយ 50,000 អាចទិញដីជីក្រុងបាន3ម៉ោច្បាស់ណាស់ថាតាចាស់វាងមិនចេះស្កប់ស្កល់ចង់ជំរិតយកលុយពីអ្នកជិតខាងបន្ថែមគ្មានម្ចាស់ផ្ទះរឹងរូសណាមិនចង់បានលុយទេប្រហែលជាស្ដាយសំណងតិចពេកទើបបង្កបញ្ហាបែបនេះក្បាច់របស់មេធាវីចៅពិតជាខ្លាំងមែនឲ្យកូនប្រុសបង្កើតចេញមុខធ្វើសាក់សីពិតជាកាត់ផ្ដាច់ផ្លូវថយរបស់ដើមចោតហើយមេធាវីចៅលោកពិតជាមេធាវីដ៏អស្ចារ្យរបស់ខ្ញុំមែនហាមេធាវីហៅខ្លាំងពូកែណាស់មានមេធាវីដែលការពារកូនក្តីយ៉ាងម៉ឺងម៉ាត់បែបនេះទើបជាមេធាវីដ៏ល្អរបស់ប្រជាជនយើងតើចង់តាក់ទាញការចាប់អារម្មណ៍មែនទេចាំមើលថាអញអាចអំនួតបានដល់ពេលណាតើមានភីគីណាមិនយល់ស្របទេបន្ថែមលោកចៃក្រមកំណត់ត្រាផ្ទេរប្រាក់ដែលមេធាវីចៅទើបតែផ្ដល់ឲ្យគឺបញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុន Lin Group កំពុងបន្លំផុសតាងនេះគឺជាសំណៅសាលាចារឹកភ្នូដែលយើងរកឃើញជាភ្នូរួមដែលកប់តាំងពីឆ្នាំទី 3 នៃរជ្ជកាលខ្វាងស៊ីស្ថិតក្នុងបញ្ជីការពារបេតិកភណ្ឌវប្បធម៌តាមច្បាប់យោងតាមច្បាប់ការពារបេតិកភណ្ឌឆ្នាំ 2001 ដីតំបន់ភ្នូហាមឃាត់ការអភិវឌ្ឍតើក្រុមហ៊ុន Lin Group ទទួលបានសិទ្ធិពីណានិយាយផ្ដេសផ្ដាសបើដីមិនអាចទិញលក់បានផងតើបានប្រាក់សំណងមកពីណានេះគឺជាហត្ថលេខារបស់តាចាស់វងអំបញ្ញមិញគឺកូនប្រុសគាត់ធ្វើឡើងដោយគាត់មិនបានដឹងខ្លួនធ្លាប់សរសេរហត្ថលេខារបស់គាត់ព្រោះតែគាត់សំខាន់បំផុតជាអ្នកយាមភូមិតែម្នាក់គត់ចំណែកអ្នកភូមិធម្មតាទៀតគ្រប់ក្រុមហ៊ុនមានស៊ឺកាន់តែងាយស្រួលគ្រប់ក្រុមហ៊ុនលីនឆ្លៀតឱកាសដែលអ្នកស្រុកមានការចេះដឹងទាបខ្លាញ់បន្លំហត្ថលេខាកិច្ចសន្យា47ច្បាប់ហើយហត្ថលេខាទាំងនេះសុទ្ធតែកណេឲ្យកូនរបស់គាត់ជាអ្នកចុះហើយដើមបណ្ដឹងគ្មានភស្តុតាងថាជាហត្ថលេខាខ្លាំងៗមែនទេចុះបើខ្ញុំមានភស្តុតាងវិញនេះជាភស្តុតាងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនលីនប្រធានលីនឲ្យខ្ញុំរកអ្នកបន្លំហត្ថលេខាអ្នកភូមិគាត់ថាទោះជាយ៉ាងណាពួកគេក៏មិនឃើញកិច្ចសន្យាឲ្យតែចុះហត្ថលេខារួចឲ្យលុយទៅពួកគេកិច្ចសន្យានេះនឹងក្លាយជាផ្លូវការទាំងមិនដឹងខ្លួនមិនដែរសម្លេងថតនេះមិនអាចធ្វើជាភស្តុតាងទេអីឯងអ្នកកំពុងតែមួលបង្កាច់គេហើយរឿងទម្លាក់កំហុសនេះខ្ញុំបានស៊ើបអង្កេតច្បាស់ហើយលុយ 50,000 យ៉នដែលអញឲ្យទៅវងជាយ៉នគឺត្រូវនឹងចំនួនទឹកប្រាក់ដែលគាត់ជំពាក់នៅរោងចក្រខ្ញុំកាលនោះវងជាយ៉នពិតជាបានធ្វើការនៅរោងចក្រអេឡិចត្រូនិកមែនតែគឺនៅរោងចក្រក្រមឈ្មោះលេនសេរបស់អ្នកពួកអ្នកជំពាក់ប្រាក់ខែគាត់ចំនួន 50,000 យ៉នគត់ពេលនោះលោកតាវាងត្រូវការលុយសម្រាប់ព្យាបាលជំងឺពួកអ្នកក៏បានបង្ខំវងជាយ៉នឲ្យយកកិច្ចសន្យាទៅឲ្យលោកតាវាងចុះហត្ថលេខាហត្ថលេខារបស់លោកតាវាងលើកិច្ចសន្យានេះគឺពិតប្រាកដតែវាជាលទ្ធផលនៃការបង្ខិតបង្ខំពីសំណាក់ពួកអ្នកវងជាយ៉នអញនៅមិនទាន់និយាយការពិតទៀតមែនទេឲ្យអញពិតជាល្ងងខ្លៅខ្លាំងណាស់គឺលោកលេននិយាយថាឲ្យតែខ្ញុំឲ្យឪពុកខ្ញុំចុះហត្ថលេខាគាត់នឹងសងប្រាក់ខែឲ្យខ្ញុំវិញខ្ញុំធ្វើបែបនេះក៏ដើម្បីព្យាបាលជំងឺឪពុកខ្ញុំដែរខ្លាញ់បន្លំស្នាមមេដៃដល់ទៅ47ក្រុមហ៊ុនមេនឈីពិតជាថ្លើមធំមែនគ្រូសាជាធ្ងន់តែមិនព្រមបើកប្រាក់ខែឲ្យថែមទាំងយកប្រាក់ខែមកគម្រាមឲ្យធ្វើសាក់សីខ្លាំងៗភស្តុតាងរបស់ពួកយើងលោកចៃក្រមក្រុមហ៊ុនលេនលួចយកឯកសារបញ្ជីខ្មោចដោយខុសច្បាប់រួចខ្លាញ់បន្លំលិខិតអនុញ្ញាតពីនាយកដ្ឋានវត្ថុបុរាណចុងក្រោយប្រើរឿងជំពាក់ប្រាក់បង្ខំវងជាយ៉នឲ្យបបលោកតាវាងឲ្យផ្តិតមេដៃការទិញដីមួយនេះតាំងពីដើមដល់ចប់គឺជាល្បិចដែលពួកគេរៀបចំឡើងលោកចៃក្រមប្រភពសម្លេងថតនេះគឺខុសច្បាប់ផ្សេងទៀតគឺនិយាយតែមាត់គ្មានភស្តុតាងមិនអាចយកធ្វើជាភស្តុតាងបានទេខ្ញុំនៅមានភស្តុតាងថ្មីទៀតហើយនេះគេហៅថាយកបន្លាជួយបន្លា
នេះគឺជាអ្វីដែលពួកយើងរកឃើញពីគំនរបាក់បែកសំណល់ឆ្អឹងមនុស្សដែលទើបតែរកឃើញថ្មីដើម្បីបិទបាំងភស្តុតាងនៃការជីកកកាយដោយបង្ខំមិនត្រឹមតែធ្វើបាបអ្នកភូមិប៉ុណ្ណោះទេសូម្បីតែជនអនិច្ចានៅការដ្ឋានក៏វាសម្លាប់ដែរពិតបាំងតើខ្លាចពួកគេទម្លាយរឿងលោកខ្លួនចង់បានដេញមែនទេលេនដារងចង់រឹបអូសយកទីបញ្ចុះសពហ៊ានទាំងសម្លាប់មនុស្សដើម្បីកំទេចសពទើបតែរកឃើញរឿងខ្លាញ់បន្លំកិច្ចសន្យាឥឡូវរកឃើញរឿងសម្លាប់បំបិតមកទៀតរឿងនេះរំភើបជាងរឿងភាគទៅទៀតមើលស្នាមសឹកដែលគួរឲ្យស្ដាយទាំងនោះទៅតាមពិតក្រុមហ៊ុនទាំងពីរនេះត្រូវបានបោះបង់ចោលការកំទេចសាកសពនឹងភស្តុតាងលោកចៃក្រមតាំងពីការខ្លាញ់បន្លំរហូតដល់ការសម្លាប់បំបត្តិដានលេនដារងដើម្បីស្វែងរកផលចំណេញខុសច្បាប់ជន់ឈ្លីច្បាប់ទម្លាប់សកម្មភាពរបស់គេជាបទឧក្រិដ្ឋមានលក្ខណៈប្រព័ន្ធយ៉ាងធ្ងន់ធ្ងរយោងតាមច្បាប់ព្រំទណ្ឌមាត្រា232យោងតាមមាត្រា324និងបទបញ្ញត្តិផ្សេងយើងខ្ញុំស្នើសុំតុលាការលោកម្ចាស់ស្អីទៅខ្ញុំមានសាក្សីថ្មីដើម្បីបញ្ជាក់សុកចិត្តស្លាប់ឲ្យគេសម្លាប់បំបិតមាត់តើវាអាចទៅរួចយ៉ាងម៉េចឯងដល់ថ្ងៃស្លាប់ហើយនិយាយមិនសមហេតុផលចុងចោកស្នើសុំកោះហៅសាក្សីថ្មីតុលាការអនុញ្ញាតតែត្រូវបង្ហាញទំនាក់ទំនងសាក្សីនឹងរឿងក្តីនេះបើមិនអាចបញ្ជាក់បាននឹងត្រូវទទួលខុសត្រូវពីបទរំខានសំណេរការខ្ញុំបាទចាំងប៉ាជាសន្តិសុខការដ្ឋានមេក្រុមគាត់ឃើញស៊ូចឹងជីវសម្រាប់មនុស្សផ្ទាល់ភ្នែកនាំសាក្សីចូលក្នុងសន្និការគឺវាជប់ទាំងអស់គ្នាទៅអាពួកចង្រៃពួកថោកទាបមកពីណាស្មានផ្ដេសផ្ដាស្អីលោកប្រធានលេងនិយាយថាឥឡូវនេះវាជាកន្លែងឯកជនជំរាបសួរលោកចៃក្រមសំណងពិតជាល្អណាស់ខ្ញុំគឺយេងឆងយ៉ាវអ្នកត្រូវតែរកយុទ្ធធម៌ឲ្យខ្ញុំពេលថ្ងៃមុនឃើញមេធាវីស៊ូនៅការដ្ឋានផ្ទាល់ភ្នែកយកដំបងដៃវីបងប្អូនខ្ញុំពីរអ្នកស្លាប់សម្រាប់រហូតមកដល់ពេលនេះនៅទីនេះឯងកំពុងនិយាយកុហកស៊ូរុយជាអ្នកច្បាស់ជាមិនបានធ្វើបែបនេះទេតើត្រូវធ្វើបែបណាទៅតបមកមេតបរាំងទឹកមកដីខ្ទប់ស៊ុនអូខុងចាំមើលថាអញប្រែក្រឡាបានយ៉ាងម៉េចលោកចៃក្រមក្នុងនេះគឺជាស៊ូយ៉ាងខៀវវីដេអូមានចំនួនជាមួយសន្តិសុខពួកយើងមិនដែលនៅក្រោមគេឡើយលើកលែងទោសឲ្យផងឯងខ្ញុំមិនទៅទេចាំបន្តិចលោកចៃក្រមនៅក្នុងវីដេអូអាកប្បកិរិយារបស់ស៊ូយ៉ាងខៀវចំពោះសន្តិសុខរែងម៉េងនិងអ្នកផ្សេងទៀតលុតជង្គង់សុំខ្មែរគេនៅតែមិនព្រមឈប់រកពីខ្ពស់កប់ពោរបស់គេគឺជាភស្តុតាងដែលគេសម្លាប់សន្តិសុខពីរនាក់សាន់យ៉ាងខេងឯងពិតជាចិត្តដាច់ណាស់ឯងមើលងាយឋានៈទាបរបស់ពួកគេឯងសម្លាប់ពួកគេដូចជាជន់ឈ្លីស្រមោចមានវីដេអូជាភស្តុតាងវីដេអូបង្ហាញយ៉ាងច្បាស់មេធាវីសឹកប្រហែលមិនមែនខឹងរហូតសម្លាប់មនុស្សទេដឹងមិនមែនទេមេធាវីសឹកមិនមែនជាមនុស្សបែបនោះឡើយម្យ៉ាងទៀតគាត់គឺជាមេធាវីតើអាចទៅរួចយ៉ាងម៉េចដែលថាសម្លាប់បំបិតមាត់មានតែមេធាវីទេដែលចេះឆ្លៀតឱកាសតាមចន្លោះច្បាប់ហេតុអ្វីបានជាមានតែវីដេអូខ្លីតើហ៊ានចាក់វីដេអូពេញលេញទេលោកចៃក្រមថ្ងៃកាត់ហេតុខ្ញុំបានទៅប្រមូលភស្តុតាងនៅភូមិយើងចុងគឺពួកគេជាអ្នកតាមវីប្រហាររហូតធ្វើឲ្យជំនួយការខ្ញុំនៅមានស្នាមរបួសដល់ពេលនេះពិតមែនហើយពេលនោះខ្ញុំនៅទីនោះដែរពួកគេជាអ្នកផ្ដាំវីប្រហារមុនស៊ូលីមិនបានតែតតែសោះមកដល់ពេលនេះហើយអ្នកឯងនៅតែព្យាយាមដោះសារទៀតលោកចៃក្រមស៊ូយ៉ាងឈីវជាមេធាវីតែជាប់សង្ស័យពីបទឃាតកម្មត្រូវដកសិទ្ធិការពីក្តីជាបន្ទាន់បញ្ឈប់រកសិទ្ធិតាមផ្លូវច្បាប់ទាំងអស់ត្រូវឃុំខ្លួនបណ្ដោះអាសន្នពីបទសង្ស័យឃាតកម្មធៀបពិតរបស់អ្នកឯងលេចចេញមកហើយតើអ្នកចង់មានន័យថាម៉េចចង់ប្រើជីវិតមនុស្សពីរនាក់ដើម្បីអូសខ្ញុំស៊ូយិនឈីងចូលក្នុងរឿងនេះដោយរៀបចំឈុតឆាកឃុំខ្លួននេះរឿងក្តីថ្ងៃនេះបើគ្មានខ្ញុំជាមេធាវីដើមបណ្ដឹងច្បាស់ជាចាញ់មិនខានពុករួមទាំងបើដំណឹងដែលខ្ញុំត្រូវគេចាប់ខ្លួននេះសាយភីចេញទៅគេឈ្មោះរបស់ខ្ញុំនឹងធ្លាក់ចុះដល់បាត់ជាមិនខានបន្ទាប់មកនឹងគ្មាននរណាម្នាក់មករ៉ាំងលោកបានទៀតទេពួកលោកអាចបន្តអភិវឌ្ឍការដ្ឋាននោះទៅទៀតជន់លើឆ្អឹងជនរងគ្រោះដើម្បីរកលុយតាមរបៀបទុច្ចរិតស្រីម្នាក់នេះពិតជាគួរឲ្យខ្លាចណាស់លោកប្រធានលីនព្រះឲ្យលីនដរងដើម្បីតែចង់ឈ្នះក្តីហ៊ានរៀបគម្រោងសម្រាប់មនុស្សទម្លាក់កំហុសលីនដរងសម្រាប់មនុស្សដើម្បីសាងសង់សុសានគឺដើម្បីឈ្នះរឿងក្តីឈៀននេះប៉ុណ្ណោះថែមទាំងចង់ឲ្យមេធាវីស៊ូទទួលកំហុសជំនួសទៀតពិតជាថោកទាបណាស់ប្រកាសដោយផ្ទាល់សម្ដែងធ្វើជាមនុស្សធំខ្ញុំនឹងប្តឹងពីបទបរិហាកេគេចង់ដោះខ្លួនពីទោសចិត្តណាបង្វែរដានតើចង់បង្វែរដានមែនទេឲ្យរដ្ឋាភិបាលចេញសេចក្តីប្រកាសអញ្ជើញជំនួយការលាវចូលមកមេធាវីឈូ
ខ្ញុំរកឃើញហើយលេនដេរងនឹងកូនចៅប្រវត្តិចាត់របស់លេខាលីនៅខាងក្នុងនេះឯងឃុំខ្លួន CQ តាមផែនការប្រាប់លោកយ៉េងកុំចាប់បងប្អូនទាំងពីររបស់វាបើលោកយ៉េងមិនព្រមធ្វើការយកគ្រូសាគាត់មកគំរាមខ្ញុំនឹងឲ្យលុយបិទមាត់លោកយ៉េងតពេលបញ្ជូនវាទៅស៊ូគាត់តែម្ដងចង្អុលចំឈ្មោះ CQ តែម្ដងតើត្រូវបានគេដឹងខ្លួនដែរមែនទេខ្ញុំដើម្បីស៊ើបអង្កេតទិន្នន័យត្រូវបានកូនចៅលេនដេរងលួចវាប្រហារនេះជាលទ្ធផលពិនិត្យរបួសលទ្ធផលដែលណាបញ្ជាក់យ៉ាងច្បាស់គាត់គឺជាម្នាក់ក្នុងចំណោមអ្នកដែលបានវាគេលោកឆេងនិយាយការពិតឲ្យច្បាស់មកនៅមានឱកាសបន្ធូរបន្ថយខ្ញុំខុសហើយទេគឺលោកប្រធានលេនបង្កប់ឲ្យខ្ញុំធ្វើទាំងអស់លោកប្រធានលេនឲ្យលុយខ្ញុំ2លានធ្វើបាបខ្ញុំបានតែហាមប៉ះពាល់បងប្អូនខ្ញុំបន្ទាប់មកក្រវែងវាទៅញាក់ខ្លួនបន្តិចអញកុំទៅឲ្យសោះអ្នកពិតជាមនុស្សអាក្រក់មែនប្រវត្តិឆាតគឺជាភស្តុតាងយ៉ាងច្បាស់លីនទៅរងសម្រាប់មនុស្សឲ្យទម្លាក់កំហុសមែនខ្លាញ់បន្លំកិច្ចសន្យាបំផ្លាញវត្ថុបុរាណសម្រាប់បំបិទមាត់ទង្វើល្មើសច្បាប់ទោសប្រហារជីវិតក៏នៅតែសារសម្រាប់គេដែរឆ្អឹងសុបអាចសម្រាកបានយ៉ាងស្ងប់សុខហើយតុលាការផ្អែកលើភស្តុតាងដូចខាងក្រោមទី1ក្រុមហ៊ុនលីនស៊ីខ្លាញ់បន្លំកិច្ចសន្យាផ្ទៃដីគឺហត្ថលេខារបស់អ្នកភូមិ47អ្នកទី2សក្ខីកម្មរបស់វាងជៀនជុនបញ្ជាក់ពីការបង្ខិតបង្ខំឲ្យឪពុកចុះហត្ថលេខាទី3របាយការណ៍បុរាណវិទ្យាបញ្ជាក់ថាកន្លែងនេះជាភ្នូររួមគ្នាសម័យខ្វាងស៊ីទី4ប្រវត្តិឆាតរវាងលីនតេរ៉ុងនិងលេខាបញ្ជាក់ពីការរៀបចំផែនការសម្រាប់នឹងទម្លាក់កំហុសសារក្រមសម្រេចដូចទៅលីនតេរ៉ុងមានទោសពីបទរំលោភយកដីធ្លីខុសច្បាប់បទបំផ្លាញសម្បត្តិវប្បធម៌បុរាណដោយចេតនាបទឃាតកម្មដោយចេតនាផ្តន្ទាទោសប្រហារជីវិតពីបទល្មើសច្រើនបញ្ចូលគ្នាក្រុមហ៊ុនលេនគ្រុបបញ្ឈប់ការសាងសង់ភ្លាមប្រគល់ដីធ្លីជូនអ្នកភូមិដើមវិញភ្លេចហើយក្របភ្នែកមន់នេះបែកញើសហើយហាលោកគឺជាអ្នកមានគុណដ៏ធំធេងរបស់យេស៊ូវល្អណាស់នេះហើយគឺជាយុទ្ធធម៌ប្រហែលជាត្រូវបិទបាំងដោយទឹកប្រាក់ប៉ុន្តែវាមិនដែលអវត្តមានឡើយ Liderong ឯងជន់ឈ្លីច្បាប់ដោយកូនប្រុសឯងដែរប្រើលុយយកសាងបន្ទីនៃអំណាចស្មានថាអាចបិទបាំងមេឃដោយដែនខាងរហូតមែនទេឯងខុសហើយកង់នៃច្បាប់មិនដែលឈប់វិលឡើយព្រោះរដ្ឋាភិបាលតែងតែការពារខាងមុនសកាអរគុណមេធាវីសូយើងប្រើប្រាក់សំណងដើម្បីជួសជុលវាហើយថែមទាំងបានសង់របងអ្វីគ្រប់យ៉ាងបានល្អប្រសើរឡើងម៉ៃលីនជឿត្រូវបានច្បាប់រន្ទាទោសហើយជនល្មើសទទួលទោសគឺជាលទ្ធផលល្អបំផុតហើយហេតុអីសុកទីនេះមានផ្កាព្រៃដុះច្រើនម្ល៉េះឪពុកកូនត្រកូលលីនស្មានថាលុយទិញបានគ្រប់យ៉ាងតែពួកគេនឹកស្មានមិនដល់ថាយុទ្ធធម៌មួយនេះក៏ដូចជាផ្កាព្រៃទាំងនេះអញ្ចឹងទោះបីជាត្រូវជន់ឈ្លីទៅក្នុងដីដល់ពេលរដូវផ្ការីកវានៅតែដុះពន្លកឡើងវិញ